ជំរាបសួរអ្នកនរគ្នាសូមស្វាគមន៍សាថ្មីមកកាន់កម្មវិធីតុកភ្លឺ background ងងឹតហើយដូចអ្នកនរគ្នាកំពុងទស្សនាអញ្ចឹងគឺយើងនឹងធ្វើការ premium live ជារៀងរាល់ថ្ងៃសៅរ៍លើ channel ស្មាអាស៊ីតាអញ្ចឹងប្រហែលជាអ្នកនរគ្នាអត់ទាន់បាន subscribe ទេមួយចំនួនធំអញ្ចឹងគប្បីទៅ subscribe ឥឡូវហ្នឹងអត់ទាន់ចូលសាច់រឿងអីអញ្ចឹងទៅ subscribe មួយសិនដើម្បីបង្ហាញពីទឹកចិត្តអ្នកនរគ្នាថាពិតជាគ្រប់គ្រងកម្មវិធីតុកភ្លឺ background ងងឹតពិតប្រកបមែនចាហើយសម្រាប់បងដែលគាត់តែងតែទស្សនាកម្មវិធីតុកភ្លឺ background ងឹតអត់ទាន់ premium live បងទាំងអស់គ្នា premium live របស់យើងតែងតែ live នៅរៀងរាល់ម៉ោង 9 ថ្ងៃសៅរ៍នៅក្នុង channel Smart Asita ហើយសម្រាប់គម្រោង 5G បងដឹងហើយថាដើមឆ្នាំថ្មីនេះគ្រាន់តែបើកឆ្នាំផ្ទាល់ហ្មងគឺ 5G លោតឡើងលើទូរស័ព្ទហ្មងអញ្ចឹងសម្រាប់ 5G បងអារិកាខាង Smart ដូចជាគេថែម 50% ត្រូវទេបាទអញ្ចឹងរាល់អ្នកទាំងអស់គ្នាភ្ជាប់គម្រោង Smart ល្អណាមួយឬក៏មួយក៏បន្តគម្រោង Smart ល្អណាមួយអ្នកទាំងអស់គ្នានឹងទទួលបាន 50% បន្ថែមលើ data 5G ហើយផុតកំណត់នៅថ្ងៃទី31 ខែមីនាឆ្នាំ2026អូខេបាទហើយដូចអ្នកនរគ្នាបានដឹងអញ្ចឹងកម្មវិធីរបស់យើងតែងតែអញ្ជើញភ្ញៀវកិត្តិយសចូលរួមដើម្បីចែកម្លែកនៅរឿងរន្ធត់ក៏ដូចជាបទពិសោធន៍ដែលគាត់បានជួបផ្ទាល់ហើយពីកម្មវិធីរបស់យើងទៅបង្កើតឡើងគ្រាន់តែជាកម្មវិធីកម្សាន្តបែបរន្ធត់តែប៉ុណ្្នឹងឯងអញ្ចឹងយើងអត់មានគោលបំណងថាដាច់ខាតអ្នកនរគ្នាត្រូវតែជឿមិនជឿទេកម្មវិធីរបស់យើងគឺជាកម្មវិធីកម្សាន្តបែបរន្ធត់ខ្ញុំតែងតែនិយាយគ្រប់អេពីសូតសង្ឃឹមថាអ្នកនរគ្នាទទួលបានចាព្រោះដោយសារតែពួកយើងក៏អត់មានផុសតាំងទេថារឿងដែលពួកយើងលើកយកមកហ្នឹងគឺលក្ខណៈថាមានអ្នកវិទ្យាសាស្ត្រឬក៏មានអ្នកពិសោធន៍ថារឿងរបស់ពួកយើងហ្នឹងគឺច្បាស់ដឹងតែត្រូវជឿ 100% ទេអត់ទេគ្រាន់តែ50សម្រាប់បងទាំងអស់គ្នាចែកម្លែកហើយចែកម្លែកទៅបងហើយបងទុកថាជាការស្ដាប់រំសាយអារម្មណ៍ដូចជាអ្នកខ្លះចូលចិត្តសម្រាប់រឿងអ្នកខ្លះចូលចិត្តលេងហ្គេមចូលចិត្តស្ដាប់ចម្រៀងអីទៅអញ្ចឹងអ្នកចំនួនបងខ្លះគាត់ចូលចិត្តស្ដាប់បែបរឿងអបិយជំនឿតោះកុំឲ្យខាត់ពេលយូរឥឡូវយើងជួបជាមួយនឹងតារាកិត្តិយសរបស់យើងហើយបងប្រកាសជាស្គាល់ហើយគឺបងជុកភ័យជំរាបសួរបងជំរាបសួរបងពីសួរពុកម៉ែតាមផ្ទះទាំងអស់គ្នានៅតាមកញ្ចក់ទូចេះតែឥឡូវដូចគេជប់ប្រើទូហើយទូរស័ព្ទអ្នកខ្លះគេប្រើ premium live តាម YouTube មើលជុំគ្នាបាទព្រោះថាមនុស្សយើងឥឡូវគឺងើបឡើងអ្វីដែលសវ៉ាហើមកគឺទូរស័ព្ទមើលម៉ោងមើលអ្នកណាឆាតការងារអញ្ចឹងណាជាហ្នឹងហើយអ្នកអស់នេះប្រហែលជាដឹងសាច់រឿងមកជុំព្រៃមកជាច្រើនហើយអបសូតចុងក្រោយដែលគាត់បានឡើងមកកម្មវិធីតុកភ្លឺ background គឺគាត់ប្រាប់មកក្បាច់ដែលខ្ញុំសូម្បីតែខ្ញុំក៏អនុវត្តតាមដែររឿងបើកប៉ុនបើកប៉ុនអញ្ចឹងណាបងមើលជួយរំលឹកអានឹងតិចមកបងព្រោះមានគ្នាយើងជាច្រើនដែលបានអនុវត្តពេលបងឯងចែកម្លែកហ្នឹងសូម្បីខ្ញុំក៏ធ្វើតាមដែរក៏ចាជាតបងគឺសូមអរគុណទៅដល់ fan page របស់ខ្ញុំក៏ដូចជាពុកម៉ែមួយចំនួនដែលគាត់ឆាតចូលមក page តាំងពីពេលដែលយើងនិយាយពីរឿងបើកប៉ុនទៅដល់ពេលហ្នឹងក៏គាត់ឲ្យ feedback ច្រើនហើយក៏មាន influencer មួយចំនួនក៏យក content ស្រៀងខ្ញុំហ្នឹងថាធ្លាប់ដឹងឮពីបងជុកភ័យហើយយកទៅចែកចាយបន្តវាចេះគេធម្មទានបាទប្រៀបដូចល្ងិតគេមានកុងតាក់តែគេអត់ដឹងថាតាណាដែលបើកសវិសកុងតាក់ឲ្យភ្លឺអញ្ចឹងហើយយើងប្រៀបដូចទៅប្រាប់គេឲ្យកុងតាក់បើកភ្លើងគេភ្លឺអញ្ចឹងក៏គេ feedback ថាបងជុកភ័យតាំងពីខ្ញុំបើកប៉ុនឲ្យម្ចាស់វេនម្ចាស់កម្មរបស់ខ្ញុំមកជីវិតខ្ញុំដូចមានរឿងប្លែកល្អចូលមកជីវិតច្រើនអរគុណហើយនៅក្នុង page ខ្ញុំមានច្រើនដែលឆាតមករឿយអញ្ចឹងតែនឹងគឺខ្ញុំមានក្តីសុខក្នុងចិត្តថាយ៉ាងហោចណាស់ក៏ខ្ញុំបានប្រាប់ពួកគាត់ក៏ដូចជាបងអតិកាអញ្ចឹងបងអតិកាហេតុ feedback មិនដែរដូចយើងបាននិយាយគ្នាពីក្រោយឆាកមិញអញ្ចឹងរបៀបថាឲ្យចាប់អារម្មណ៍ណាស់ណាហ្មងដូចជាមិនទេប៉ុន្តែអ្វីដែលចាប់អារម្មណ៍សំខាន់ជាងគេពេលដែលធ្វើអញ្ចឹងឲ្យឆ្លាស់ខ្លួនវាអត់ខុសអីពីយើងជពាក់លុយគេហើយយើងទៅសងលុយគេហើយយើងមានអារម្មណ៍ថាធូរចិត្តចឹងហ្នឹងហើយរបៀបអញ្ចឹងចាដោយសារអ្នកទាំងអស់គ្នាលើពិភពលោកម្នាក់មានជីវិតខុសៗគ្នាអ្នកខ្លះស្អាតទៅតែអភ័ព្វស្នេហាអភ័ព្វទ្រព្យក្រអ្នកខ្លះមុខមាត់ស្អាតទេតែមានទ្រព្យមានគ្រប់យ៉ាងហើយមានថែមប្រាជ្ញាទៀតអ្នកខ្លះស្អាតតែអត់មានប្រាជ្ញាឃើញអត់ចាបងខែដោយសារសំពីបនពេលគេពីជាតិមុនមកមុននឹងខ្ញុំកើតមកជាជ្រុកភ័យតែជាតិមុនខ្ញុំជាអ្នកណាហើយមុនជាតិនឹងទៀតខ្ញុំជាអ្នកណាខ្ញុំទៅធ្វើអីណាខ្លះឧទាហរណ៍ជាតិមុនខ្ញុំទៅសម្រាប់អ្នកណាហើយខ្ញុំកើតមកតែម្ចាស់វេនម្ចាស់កម្មដែលគេនៅជាតិនោះគេដាក់បដាសាខ្ញុំជាតិណាអញសុំតាមហែងធ្វើអីអញអាលាយអញសុំតាមហែងគ្រប់ជាតិឧទាហរណ៍បើគេស្លាប់ខ្ញុំកើតជាជាតិនឹងពេលខ្លះខ្ញុំអាចទៅជួបម្ចាស់វេនម្ចាស់កម្មខ្ញុំជាម្ចាស់វេនម្ចាស់កម្មមាន2ជាវិញ្ញាណមួយជាមនុស្សមួយដែលឃើញប្តីប្រពន្ធស្រឡាញ់នេះចុងក្រោយសម្រាប់គ្នាដាក់វ៉ាលីនឹងគឺគេជាម្ចាស់វេនម្ចាស់កម្មគ្នាគឺសិតតែមានវេនមានកម្មស្មាតោដោយព្រះពុទ្ធជាម្ចាស់គាត់ត្រាស់ថាមនុស្សយើងមានទង្វើជាកម្មដូចជាមួយយើងអ
ចឹងខ្ញុំពិបាកនឹងអធិប្បាយត្រង់ហ្នឹងយើងរស់នៅដោយសារកម្មពាក្យថាកម្មគឺទង្វើល្អនិងទង្វើអាក្រក់ហ្នឹងដែលយើងធ្វើហ្នឹងកម្មហ្នឹងគឺទង្វើអញ្ចឹងដល់អ្វីដែលខ្ញុំបើកបនទៅគឺខ្ញុំពេលដែលខ្ញុំធ្វើអំពើល្អគ្រប់យ៉ាងខ្ញុំតែងតែអត់ទិសថាសូមឲ្យបនបើខ្ញុំធ្លាប់ធ្វើអំពើមិនល្អចំពោះអ្នកណាខ្ញុំប្រឡែងថៃអញ្ចឹងខ្ញុំឲ្យលុយអ្នកសុំទានអញ្ចឹងខ្ញុំឲ្យចំណៃឆ្មាតែចិត្តខ្ញុំគិតដែរទោះបីជាដឹងនៅជាតិណាក៏ដោយសូមឲ្យបានអញ្ចឹងណាសូមឲ្យយើងអស់កម្មពីវេរានឹងគ្នាធ្វើរាល់ថ្ងៃមួយថ្ងៃធ្វើ5ដង10ដងធ្វើខ្ញុំពីមុនបងដូចខ្ញុំនិយាយពីរឿយខ្ញុំជាមនុស្សដែលខ្ចាត់ព្រាត់មានគ្រួសារតែគ្រួសារបែកបាក់អត់ស៊ីមានស៊ីមកដល់ខ្មែរឆ្នាំ2019សក់ក្បាលមិនដឹងឯណាណីក្បាលតងោពាក់សក់គេសោយគេយំតែជាមនុស្សលក្ខណៈថាដ្រាម៉ាតិចចុះយើងមានព្រះធម៌នៅក្នុងចិត្តដោយសារការដែលខ្ញុំទៅហ្នឹងខ្ញុំធ្លាប់និយាយថាខ្ញុំធ្លាប់ជាប់គុកនៅក្នុងគុកគឺមានលោកមកប្រាប់ដាស់តឿនសតិយើងបរៀនយើងពីបាបបុណ្យគុណទោសយើងចាប់ផ្ដើមនេះខ្ញុំពីមុនជាមនុស្សដែលអាត្មានិយមឆ្អិនក្បាលស៊ីក្បាលឆ្អិនកតុយស៊ីកតុយអត់មានចិត្តមេត្តាអ្នកណាទាំងអស់អ្វីដែលធ្វើឲ្យបានប្រយោជន៍គឺខ្ញុំធ្វើទាំងអស់តែតាំងពីខ្ញុំយកប្រពុតពធប្រសងជាទីពឹងខ្ញុំជាមនុស្សមានមេត្តាដូចអ្នកដែលតាមដាន Facebook ខ្ញុំណាចុងការទៅខ្ញុំហៅខ្ទើយមកនៅជុំខ្ញុំណាចុងការខ្ញុំឲ្យអ្នកនេះទាំងមុខកាមេរ៉ាទាំងក្រោយកាមេរ៉ាដូចតែអ្នករាល់គ្នាឃើញថាជីវិតខ្ញុំរងថ្ងៃគឺវាប្រសើរជាងមុនវាមិន perfect តែវាអាចធ្វើឲ្យខ្ញុំចាំម្ដាយរបស់ខ្ញុំយ៉ាងមានក្តីសុខព្រោះរងថ្ងៃខ្ញុំសតតែម្ដាយម្នាក់ឯងអានឹងទី1អញ្ចឹងខ្ញុំតែងតែប្រាប់គ្រប់គ្នាថារាល់ការធ្វើអំពើល្អមិនចាំបាច់តែធ្វើបុណ្យនៅវត្តទេអញញឹមដាក់អ្នកដតីឬក៏គេកំពុងតែធ្វើអំពើល្អមានចិត្តថាសមណោះរីករាយនឹងអំពើល្អគេដល់ហើយក៏អាចអាទិសបុណ្យនឹងឲ្យម្ចាស់វេនម្ចាស់កម្មបានដែររាល់ការធ្វើអំពើល្អបុណ្យមានន័យថាក្តីសុខបាបគឺក្តីទុក្ខអញ្ចឹងយើងសង្កេតមើលជីវិតរបស់យើងក្នុងចិត្តនឹងមានទុក្ខច្រើនឬមានក្តីសុខច្រើនសម័យនេះគេវាស់គ្នារឿងក្តីទុក្ខនិងក្តីសុខគេអត់វាស់គ្នារឿងទ្រព្យសម្បត្តិទេសម្ភារៈនិយមចាហើយក្តីសុខនឹងវានៅលើអីគឺចិត្តដែលមានអ្វីដែលពេញចិត្តនៅអ្វីដែលខ្លួនឯងមានណាហងៃមនុស្សយើងអត់ពេញចិត្តមនុស្សយើងពេញចិត្តនៅអ្វីដែលខ្លួនឯងមិនមានកលែកមើលគេជុំវិញខ្លួនមិនមានអីចង់មានដូចគេកើតទុកភ្លាមតែបើខ្ញុំជាមនុស្សអញ្ចឹងតាំងពីខ្ញុំក្រអញ្ចឹងគេដែរខ្ញុំត្រូវទៅរំខ្ញុំទៅឈួតតាមខ្នល់ទៅរំខ្ញុំជាខ្ញុំអត់ទៅជាអ្នកណារហូតដល់រងៃក៏ខ្ញុំនៅតែជាជុកភ័យបែបហ្នឹងអត់ប្រកែកទេតបានដោយហេតុអ្នកផលខ្ញុំជាមនុស្សបែបហ្នឹងជាមនុស្សថងទៅថងមកអញ្ចឹងយើង fair យើងអត់ចូលចិត្តមនុស្ស fake ហងៃអត់មានទេវត្ថុបុរាណគ្រូអូមអាចារ្យអីលើចិត្តទៅគ្រប់ទីកន្លែងអញ្ចឹងប្រាប់ខ្លួនឯងថាទៅតាណាក៏ដែរអូគេថាអូកាលមកវឹកមុនការខ្ញុំដើររកខ្មោចរកអីកន្លែងនេះហ៎គឺមានកម្មវិធីមួយខ្ញុំធ្លាប់ណាគេថាអូកន្លែងនឹងខ្មោចលងខ្ញុំប្រាប់ថាអត់មានអីផងតែខ្ញុំបើកបុណ្យឲ្យគេប្រៀបដូចយើងទៅយើងមានកាដូឲ្យគេណោះមានកន្លែងចុងកាមទៅ live កម្មវិធីខ្មោចនៅកន្លែងគេសម្រាប់សពមនុស្ស2នាក់ចិន2នាក់គេសម្រាប់គឺទៅកប់នៅក្នុងព្រៃហ្នឹងហើយឆ្កែវាទៅពំមកហើយលងគេហ្នឹងខ្ញុំទៅកន្លែងហ្នឹងទ្រាំដើរចូលទៅកន្លែងដំបងពោះស្មាទោះភឺសបល់លក្ខណៈមានអារម្មណ៍ថាអូដូចស្អុះស្អាប់នៅពេលដែលយើងទៅចិត្តកន្លែងណាដែលមានចំហាយមិនល្អដូចឧទាហរណ៍មានវិញ្ញាណនៃចិត្តយើងណាកាយមកមានអារម្មណ៍ថាតឹងធុងអូស្អីចេះទាំងហ្នឹងគឺវាស្រែហើយមានតែដើមថ្នោតនឹងអាស័យណាដល់ពេលហ្នឹងខ្ញុំនឹងបើកបន់លើកដៃប្រណម្យអញ្ចឹងសូនអ្នកមក3ចប់ដោយអំណាចនៃព្រះពុទ្ធព្រះធម៌ព្រះសង្ឃខ្ញុំព្រះករុណានីមុតលីម៉ាហើយកញ្ញាជុបៃសូមបើកបុណ្យបើកកសលដែលខ្ញុំសាងមកតាំងតែអតីតជាតិសូមឲ្យដល់វត្ថុស័ក្តិសិទ្ធិដែលនៅជុំវិញខ្លួនខ្ញុំឬវិញ្ញាណទាំងអស់ដែលនៅជុំវិញខ្លួនខ្ញុំនឹងសូមឲ្យបានសូមឲ្យផុតពីកន្លែងហ្នឹងទៅកើតនៅលោកដែលល្អអញ្ចឹងណាមកសន្ទុះមានអារម្មណ៍ថាខ្លួនឯងលែងមានអាកប្បកិរិយាថប់ដង្ហើមហ្នឹងចុះទៅពេលដែលយើងជូនបនគេទៅគេសប្បាយចិត្តគេមិនឲ្យយើងសុកមកវិញហ្នឹងហើយអញ្ចឹងអានឹងមិនបាច់ទៅពាក់ព្រះល្អប៉ុណ្ណាទេព្រះអត់គុំក្រងទេបើចិត្តយើងនៅស្មោកគ្រោកចាត្រូវចិត្តយើងហ្នឹងហើយគឺវត្ថុស័ក្តិសិទ្ធិព្រះពុទ្ធជាម្ចាស់ពេលគាត់ទៅត្រាស់គាត់មានពាក់ព្រះវត្ថុបុរាណអត់ទេគឺចិត្តនឹងឯងបុគ្គលដែលមានមេត្តាចិត្តទៅណាគឺវាសាយភាយអីស្នាមញញឹមហ្នឹងគឺសាយភាយហ្មងគេហៅបុគ្គលស័ក្តិសិទ្ធិព្រោះអីបុគ្គលហ្នឹងសំតែភាពល្អក្នុងចិត្តមិនចាំបាច់មានគុំអូមអាមកថាអីទេគាត់ទៅដល់ពឹបគ្រាន់គេឃើញមុខយើងហ្នឹងម្នាក់ហ្នឹងមានមុនស្នេហ៍ម្នាក់ហ្នឹងនិយាយមកមានគួរឲ្យស្រឡាញ់ស្នេហ៍ពិតហ្នឹងគឺវាចេញពីចិត្តនេះវាជាចំហាយនឹងចក្រវាលហ្នឹងណាព្រោះយើងជាមនុស្សយើងមានធាតុទាំង4គុំនៅក្នុងហ្នឹងនៅពេលដែលយើងគិតអាក្រក់ជាមួយអ្នកណាភ្នែកយើងចឹងចំហាយហ្នឹងក៏វាភាយព្រោះយើងមានធាតុទាំង4នៅក្នុងខ្លួនយើងហ៎បងអញ្ចឹងมันគេហៅថាគិតបែបណាវាសនាបែបហ្នឹងព្រោះការគិតហ្នឹងវាមាន energy មួយយ៉ាងខ្ញុំធ្លាប់ឮពេលយើងអត់ចូលចិត្តណាគេអញ្ចឹងពេលយើងស្លឹងទៅម្នាក់ហ្នឹងចាស់ឥទ្ធិពលពីយើងគេហៅថា devil eye វាស្លឹងទៅអាចបាច់និយាយអាចដាក់ប្រាសាលើម្នាក់ហ្នឹងបានហើយដូចមនុស្សខ្លះ
គាត់នៅយើងនិយាយពុបយើងមើលខ្សែភ្នែកគេម្នាក់នឹងស្អាតតែមើលនៅតែមួយផ្លែតមានអារម្មណ៍ថាដូចមានអារម្មណ៍ថាមិនចូលចិត្តម្នាក់នឹង ស្អុះស្អាប់ ម្នាក់នឹង តែ តែអ្នកខ្លះនៅចិត្តអុយម្នាក់នឹងគឺស្រឡាញ់ស្គាល់គេដូចមានចំហាយតិចនៅចិត្តយើងតិចឬគេទៅធ្វើការកន្លែងណាកន្លែងនោះជួយឲ្យកន្លែងនោះរីកចម្រើនលក់ដូរអីក៏គេលក់ដែរព្រោះអីចិត្តគេមានមេត្តាណាសាសនាព្រះពុទ្ធបរិញ្ញាតែម្យ៉ាងគឺការមានមេត្តាករុណាមុទិតាឧបេក្ខាវាត្រូវតែមាននៅក្នុងចិត្តមេត្តានឹងគឺធ្វើឲ្យមនុស្សនឹងស័ក្តិសិទ្ធិមកហ្មងមិនចាំបាច់ទៅបញ្ចុះអាគមបញ្ចុះអីទេត្រឹមខ្លួនជាមនុស្សដែលគិតល្អមួយមនុស្សជុំវិញខ្លួនមានមេត្តាអូខេអ្វីដែលជួយបានជួយចាប់អារម្មណ៍ខ្ញុំឮបងនិយាយមិញបានតែម៉ាត់ទេតែខ្ញុំគិតថាបងជុភ័យគាត់ជាមនុស្សដែលមើលលោកក្នុងផ្លូវល្អខ្ញុំនិយាយថាខ្ញុំមិនមែនជាមនុស្សល្អអីណាទេតែជាមនុស្សចូលចិត្តធ្វើអំពើល្អគ្មានអ្នកណាទៅលើកខ្លួនឯងតែខ្លួនគ្មានអ្នកណាល្អ perfect គ្រប់យ៉ាងទេខ្ញុំអាចតែមានអំពើអាក្រក់តែអាក្រក់របស់ខ្ញុំធ្វើតែលក្ខណៈថាអូថោខ្ញុំអាក្រក់ណាអាចតែសម្ដីតែបើឲ្យទៅឈ្នានីសអ្នកណាដែរលើកដៃហ្មងមិនឈ្នានីសអ្នកណាទេជាតិនេះបើអ្នកណាចង់ឈ្នានីសជុភ័យឲ្យហៅសេកម្មឲ្យជាតិនេះអត់សុំមិនឈ្នានីសអ្នកណាហងឲ្យអត់ចង់ឈ្នះអ្នកណាធ្វើចង់ឈ្នះចិត្តខ្លួនឯងកុំឲ្យស្អប់អ្នកដទៃសុំតែប៉ុណ្្នឹងហ្មងពេលដែលគិតថាអញស្អប់ខ្ញុំខ្លាចពាក្យនឹងខ្ញុំខ្លាចចិត្តខ្ញុំអញ្ចឹងខ្លាចតែប៉ុណ្្នឹងហ្មងអូខេទទួលស្គាល់ថាជាមនុស្សដែលពាក្យសម្ដីมันអាចជាមិនផ្អែមតែពាក្យសម្ដីនឹងវាចេញពីចិត្តបាទពាក្យសម្ដីមិនមែនការសម្ដែងពាក្យសម្ដីខ្ញុំតែវាជាសម្ដីដែលខ្ញុំចេញពីចិត្តអត់ព្យាយាមមើលទៅវ៉ាវដូចអូយប៉ាកែសម្ដីផ្អែមអត់ទេជាមនុស្សបែបហ្នឹងអញ្ចឹងអ្វីដែលខ្ញុំខ្លាចបំផុតខ្លាចខ្លួនឯងនឹងជាមនុស្សស្អប់អ្នកដទៃខ្លាចចិត្តខ្លួនឯងនឹងទៅមានវេនមានកម្មមួយគេអញនឹងព្យាបាទថ្ងៃអញនឹងតាមកំតិចថ្ងៃទៅបានខ្លាចត្រង់នឹងហ្មងបន់ខ្លួនឯងតកុំព្រោះខ្ញុំដឹងថាតើយើងម្នាក់រស់បានប្រហែលឆ្នាំទៀតខ្ញុំនេះអញ្ចឹងនៅពេលដែលមានជីវិតហ្នឹងខ្ញុំត្រូវទៅឈ្នានីសអ្នកណាមែនខ្ញុំត្រូវប្រើជីវិតហ្នឹងមានក្តីសុខបំផុតជាមួយខ្លួនឯងជាមួយគ្រួសារខ្ញុំនិងមនុស្សក្នុងរួមលោកទាំងអស់គ្នាឲ្យថ្ងៃណាមួយដែលខ្ញុំលែងនៅត្រង់នេះហើយឲ្យគេនៅចងចាំឈ្មោះខ្ញុំបងជុភ័យបងឯងមានដឹងអត់ថានៅពេលដែលបងឯងចែករំលែកប៉ុននៅលើ social media ឬក៏ចែករំលែកពួកខ្ញុំបងឯងបានប៉ុនហ្នឹងណាពួកឯងបងឯងកំពុងតែធ្វើជា soft power មួយដែលជំរុញមនុស្សផ្សេងទៀតដែលគេអត់ចង់និយាយថាគេចង់ធ្វើដែរប៉ុន្តែវាចិត្តណាដូចគាត់និយាយអត់មានកងតាអត់ដឹងថាបើកងតាទៅបើកភ្លើងបាទគាត់អត់ដឹងអ្នកខ្លះក៏ខំនិយាយថាអូយបងអូយមករឿងធ្វើប៉ុននេះខ្ញុំមិនគ្មានអាណាឈ្នះខ្ញុំទេធ្លាប់មានមនុស្សមកនិយាយដែរអញ្ចឹងតែជីវិតខ្ញុំនៅតែជួបមនុស្សមិនល្អស្មាតោះធ្វើប៉ុនក៏មិនប្រកាសថាយើងត្រូវតែជួបមនុស្សល្អយ៉ាអញ្ចឹងមិនថាធ្វើប៉ុនហ្នឹងដើម្បីឲ្យជួបមនុស្សល្អចាអញ្ចឹងពេលខ្លះវាអាចវាត្រូវតែអញ្ចឹងជួយត្រូវអញ្ចឹងប៉ុនមាន2យ៉ាងចាដូចបងខ្ញុំធ្វើប៉ុនចង់បានប៉ុននិងធ្វើប៉ុនមួយត្រឹមជាអំពើល្អខ្ញុំធ្លាប់ធ្វើប៉ុនចង់បានប៉ុនហើយប៉ុនក៏បានដែរឲ្យយើងមានជួបមនុស្សល្អជួបគូក្រងល្អជួបធីមការងារល្អជួបការងារល្អជួប fan ល្អអាហ្នឹងគឺប៉ុនហើយតែខ្ញុំស្ថាបនា develop គេហៅថាស្ថាបនាមកតង់ទៀតគេហៅថាធ្វើព្រោះវាជាអំពើល្អធ្វើសប្បាយចិត្តខ្លួនឯងបើគេសួរថានឹងឯងធ្វើចង់បានប៉ុនមែនអត់ទេតែចង់បានអីខ្ញុំឃើញវាជាអំពើល្អតែប៉ុណ្ណឹងល្អបងបានប៉ុនដូចស្មាតោប្រៀបដូចខ្ញុំដើមផ្កាអញ្ចឹងបើបងឯងអង្គុយថាត្រូវបងឯងអង្គុយផ្កាផងត្រូវតែផ្លែដឹងហើយត្រូវបានផ្លែតែខ្ញុំអត់ផងតែមួយថ្ងៃដើមផ្កាព្រោះខ្ញុំឃើញថាវាស្អាតតែប៉ុណ្ណឹងបានផ្លែទោះបីជាខ្ញុំប្រាប់ថាទោះបីថ្ងៃមួយវាមានផ្លែមកខ្ញុំប្រាប់ថាមិនមែនរបស់ខ្ញុំវានៅតែរបស់ខ្ញុំអញ្ចឹងខ្ញុំមានទូនាទីធ្វើតែដាក់ជីដាំស្រោចទឹកទៅដាក់ជីគឺការយើងធ្វើរាល់ថ្ងៃអញ្ចឹងមែនទេដូចរឿងនិទានមួយអញ្ចឹងប្រពន្ធជាម្ចាស់គាត់មានក្មេងមួយសួរប្រពន្ធជាម្ចាស់ថាប្រពន្ធជាម្ចាស់បើមនុស្សយើងគង់តែងាប់មិនដែរយើងធ្វើអំពើល្អត្រូវអីម្នាក់ត្រូវងាប់ប្រពន្ធជាម្ចាស់ត្រាស់វិញថាញោមដែលឃើញគេដាំផ្កាអត់ដែរគេដាំផ្កាដើម្បីអីដើម្បីស្រស់ស្អាតហើយផ្កាវានៅយូរអត់យូរផងហើយគេអញ្ចឹងគេដាំវាទៅអីក៏ដើម្បីភាពស្រស់ស្អាតសេចក្តីល្អក៏ដូចគ្នាទោះបីអាជីវិតយើងរស់មិននៅផែនដីយូរមែនតែសេចក្តីល្អរបស់យើងពេលងាប់ទៅក៏នៅតែអ្នកដាក់ចាំហើយនៅពេលដែលយើងនៅរស់ហ្នឹងក៏វាស្អាតអូយម្នាក់នឹងល្អម្នាក់នឹងគឺគ្រប់គ្នាស្គាល់យើងគាត់ល្អ5អ្នកថាមិនល្អតែ1លានអ្នកគេថាគាត់ល្អដូចជាផ្កាដេកដាំលំអអត្តន័យឃើញងាយយល់ហ៎ចាបងនឹងអំពើល្អក៏ដូចគ្នាធ្វើមិនថ្ងៃចង់យកមុខមែនអត់ទេវាជាអំពើល្អវាធ្វើឲ្យខ្ញុំមើលទៅជាមនុស្សល្អតែប៉ុណ្្នឹងបានប៉ុនថ្ងៃអត់យកប៉ុនទេមិនបាច់ប្រាប់ទេប៉ុនខ្ញុំបានខ្លួនឯងស្រាប់អត្តនោម័តទោះមិនបាច់ប្រាប់ក៏ទោះថាមិនមែនរបស់ខ្ញុំក៏វានៅតែជារបស់ខ្ញុំដាំឲ្យលឹកផ្លែចេញស្វាយអត់ច្បាស់ជាលឹកហ៎បងឯងឈ្នានីសគេបើគេថាជីវិតបងឯងសុខអត់ច្បាស់ជាអត់ហើយយ៉ាយ៉ាងណាមិញ
គិតបែបណាវាសនានឹងជាបែបនោះ បាទ ការគិតនាំវាសនាយើងទៅ យ៉ាអូខេអ្នកនរគ្នាដែលកំពុងទស្សនាកម្មវិធីតុកភ្លឺ background ងឹតនេះគ្រាន់តែជា intro និយាយពីអេពីសូតមុនបន្តិចអត់តោះចូលសាច់រឿងយើងទេណា តែយើងស្ដាប់ជក់ខ្លាំង ហ្នឹងហើយប៉ុន្តែប្រហែលជាខ្ញុំមុនគិតមុនហ្នឹងប្រហែលជាម្លងពាក្យនេះបន្តិចខ្ញុំចង់ឲ្យនិយាយអាហ្នឹងមួយសារទៀតដើម្បីចែកម្លែកឲ្យគ្នាយើងបានដឹងបន្ថែមជាមួយនឹងថាតើស្អីគេហ្នឹងបាបនយើងនិយាយខ្លីខ្លឹមឲ្យគ្នាយើងងាយយល់ភាសាទៀត ចាព្រោះថានិយាយហ្មងនិយាយពីចិត្តហ្មងតាំងតែតុកភ្លឺ background គេណាអ្វីដែលខ្លួនឯង feeling ណា បាទ ដែលខ្លួនឯងមិនបកកាយនិយាយរឿងខ្មោចទេគឺមហាជនចាប់អារម្មណ៍រឿងបនបាបបនគុណទោសរហូតដល់ពេលខ្លះខ្ញុំចាប់ទូរស័ព្ទមកនិយាយតែរឿងលើកកម្លាំងចិត្តបន្តិចតួចគាត់អ្នកមើលច្រើនណាតែជាមនុស្សមួយដែល soft power រឿងលើកកម្លាំងចិត្តគេអញ្ចឹងណា លើកកម្លាំងចិត្តបានបងព្រោះអីមនុស្សឥឡូវហ្នឹង ណាដូចស្មានទៅ ជួបបញ្ហាផ្លូវចិត្តច្រើន ឃើញខ្ញុំនិយាយថាคลิปដែលខ្ញុំចូលចិត្តធ្វើឲ្យលើកទឹកចិត្តមនុស្សមិនឲ្យមនុស្សបាក់ទឹកចិត្តណា បាទ ទៅជាមនុស្សចាប់អារម្មណ៍ច្រើនជាខ្ញុំប្រហែលជារឿងព្រីថ្មប់នេះមនុស្សនិយាយច្រើនទៅវាជាធម្មតា ធម្មតាបាទ តែអាពេលដែលខ្ញុំធ្វើបាបបនកន្ទោហ្នឹងទៅមនុស្សគេបានផលគេ feedback ហើយធ្វើតគ្នាអញ្ចឹងណាព្រោះមនុស្សដូចខ្ញុំនិយាយអញ្ចឹងមនុស្សភាគច្រើនមកសារភាពប្រាប់ជុកភ័យថាជុកភ័យអើយឯងធ្វើបនធ្វើចិត្តឈួតជីវិតនៅតែក្រលហាមដែររឿងបនមានអាណាឈ្នះអញជុកភ័យព្រោះអីអត់ដែរទៅឲ្យគេផងចេះរត់ងាយណារត់ការធ្វើអំពើល្អឲ្យតែធ្វើអំពើល្អណាយើងអត់ទៅឃើញណាភាគច្រើនមនុស្សយើងអត់ទៅអីទាំងអត់ សុំអី សុំឲ្យកូនចៅរស់ស៊ីមានបានសុំឲ្យកូនចៅមានតិចតិចុំសុំឲ្យកូនចៅឲ្យប្តីស្រឡាញ់សុំឲ្យអាងចូលសុំអញ្ចឹងអាត្មានិយមសាឡាប សុខសុបាយ សុំសុខសុខសប្បាយហ្នឹងឃើញទេភាគច្រើន 99% គឺអញ្ចឹងទាំងអស់គ្រាន់តែដោតធុកពុបបារមីក៏សុំដែរព្រះអង្គចេញព្រះអង្គចោលមកសុំឲ្យកូនចៅលក់ដីដាច់មកល្អអើយតែបើយើងលះបង់ក្តីសុខខ្លួនឯងដើម្បីអ្នកដតីបានឡងមកវិញច្រើនណា ហ្នឹងអ្វីដែលខ្ញុំចង់បញ្យល់គឺមានមេត្តាឧទាហរណ៍មនុស្សកំពុងដេកឈឺដេកមិនដេកសុំទានខ្វិនម្នាក់អញ្ចឹងឡាន10ឧទាហរណ៍ឡាន10ជិះផុតហើយតែមានឡានមួយជិះឲ្យបកមកវិញដោយសារអីចិត្តគេមានមេត្តាហើយមេត្តាហ្នឹងគឺជាអ្វីដែលពិបាកហើបំផុតក្នុងមនុស្សមួយលាននាក់បើសិនជាជួបមនុស្សដែលមានមេត្តានៅចិត្តខ្លួនណាសំណាងល្អធ្វើបុណ្យល្អព្រោះបើយើងមិនងាយនឹងជួបមនុស្សល្អមិនងាយនឹងជួបមនុស្សដែលលះបង់ខ្លួនឯងដើម្បីយើងទេតើតែគេស្រឡាញ់យើងជាប្តីជាប្រពន្ធឬស្អីម្យ៉ាងទើបគេលះបង់តែបើត្រឹមជាមិត្តភក្តិធម្មតាអីគេលះបង់អីណាក៏មិនការដែលលះបង់ទៅឲ្យអ្នកដទៃមិនមែនទេថាយើងជាមនុស្សល្ងងទេណា បាទ អ្នកផ្សេងអាចតែគិតថាយើងជាមនុស្សល្ងងតែយើងយ៉ាងធម៌ប្រពុតយើងធ្វើអំពើល្អ យើងមានសន្តានចិត្ត មិនបាច់ភ័យទេមនុស្សល្អមេឃដីមិនឲ្យនេះទេទេវតាតាមថែរក្សាចាំទុក ចាអូខេបងប្អូនទាំងអស់គ្នាឥឡូវយើងចូលដល់សាច់រឿងរបស់បងជុកភ័យហើយថ្ងៃនេះបងគាត់ទៅស្ដាប់របៀបឈៀលហើយសប្បាយចិត្តចឹងណាតែឥឡូវនេះខ្ញុំសូមទុកឱកាសឲ្យបងជុកភ័យតោះបង រឿងដំបូងមានចង់ដឹងរឿងអីខ្លះតែខ្ញុំពិបាកនឹងនិយាយដែរឥឡូវនិយាយពីរឿងវត្តចិត្តរនេះរឿងនេះគឺជារឿងរបស់ Michael ស្គាល់ Michael ហ៎ទុំទាវឆ្នាំ 2016 ហក់ធាក់គ្នា សាច់បាត់ តែឃើញហ៎គាត់ឈ្មោះ Michael រងថ្ងៃគាត់ជាអ្នកសិល្បៈហ្នឹងហើយអ្នកសម្ដែងសេរីបងម៉ាដូណាហ្នឹងហ្នឹងហើយដែលគាត់គូមុខកំ pl ែងហ្នឹងមកនិយាយប្រាប់ខ្ញុំអានេះជារឿងដែលគាត់មកគេឲ្យគេចែករំលែកជាមួយខ្ញុំអញ្ចឹងណារឿងខ្ញុំចាំរឿងផ្សេងអានេះរឿងគាត់សិនគាត់បកទៅការឆ្នាំ 2004 អានេះបងដែលនៅចិត្តវត្តចិត្តរដឹងណាការឆ្នាំ 2004 គេមិនហែសេរីព្រះសេរីរិកធាតុ បាទ ពីអទេសភ្លើងទៅវត្តចិត្តរវត្តឧដុង្គយើងហ្នឹងណាហើយសម័យនោះដឹងហើយឆ្នាំ 2004 ក៏អត់មានទាន់មានឯណាទូរស័ព្ទអីណានេះអត់មានទេ Michael នឹងប្អូនស្រីនឹងម្ដាយទៅលក់គេមានដាក់ account គេមាន account តែគេដាក់មុខវត្តអ្នកដែលទៅភ្នំចិត្តរដឹងហើយថាភ្នំចិត្តរខ្ពស់ណាតែទៅដែរភ្នំម្ដងហ្នឹង ធ្លាប់ទៅបងធ្លាប់ ហ្នឹងហើយគឺមានក្រោយវត្តនៅមុខវត្តតែដោយសារ Michael គ្រួសារណាអត់ដឹងទេទៅពីខេត្តនៅកំពង់ចាមទៅពីខេត្តមកគេដាក់អទេសដឹកអំពៅមកក្រុមអញ្ចឹងទៅក៏នាំគ្នាទៅលក់ផ្កាឈូកលក់ធុកលក់ធុកលក់ផ្កាឈូកទៅដល់ក៏មិនដឹងចាប់កន្លែងណាទៅចាប់ចំកន្លែងក្រោយវត្តចិត្តរហើយស្មាតោបងដែលនៅវត្តក្រោយវត្តចិត្តរសម័យឆ្នាំ 2004 ចូល comment ផងសម័យនោះគឺមកផ្លូវមកដុំក្រោយវត្តចិត្តរហ្នឹងគឺ
ច្រើនករណីមែនតែនច្រើនករណីពេលតែការនេះគឺសម្រាប់គ្នាផងប្លន់ផងអីផងចឹង ព្រោះ ទៅណា ស្ងាត់ ព្រោះស្ងាត់ព្រោះជាដីជាព្រៃជាដីលំអ្នកដែលនៅវត្តចិត្តត្រកាលឆ្នាំ2004ដឹងហើយ បាទ ដល់ពេលហ្នឹងទៅ Michael គេត្រគេចាប់ដាក់ឆាត់ដាក់អីដាក់ធុងដាក់ការឈប់កាអីចឹងណាតែអត់មានមនុស្សទេភាគច្រើនមនុស្សគេទៅខាងមុខវត្តហើយយើងអ្នកមកពីខេត្តមិនដឹងទៅចាប់កន្លែងគេក៏ចាប់ចំអាកន្លែងក្រោយខាងក្រោយចឹងណាចេះឆ្ងល់ថាអេមិនមក6 7យប់ហើយលក់អត់ដាច់ចឹងណាលក់អត់ដាច់ពួកអត់មានមនុស្សមកខាងក្រោយវត្តហ្នឹងទេអញ្ចឹងណាក៏គាត់ថាអូប្រហែលជាថ្ងៃហ្នឹងយើងមកចាប់កន្លែងខុសហើយចាំស្អែកចាំយើងទៅលក់នៅមុខវត្តវិញអញ្ចឹងណាអញ្ចឹងល្ងាចហ្នឹងនាំគ្នាចងមុងចងអីដេកហ្នឹងទៅអ្នកលក់ផ្កាឈូកលក់ធុកលក់ទៀនហ្នឹងណាចងធុងចងអីដេកហ្នឹងចងមុងអញ្ចឹងទៅសម័យនោះណាដល់ពេលអញ្ចឹងទៅ Michael ក៏និយាយថាយប់ឡើងដោយសារភាពក្មេងចង់ទៅមើលល្ខោនតែម៉ែឲ្យទៅគេណាតែម៉ែដេកលក់ពីអ្នកបងស្រីលួចចេញពីមុងមុងមុងយើងទៅគេក្រាកទីនេះសម័យនោះយើងសិនអ្នកក្រទាំងអស់គ្នាមែនទេមកលក់ការឈុកមែនទេបាទក៏ចេញពីមុងដើរហុចស្មាទោដាក់វត្តអញ្ចឹងដើរមានផ្លូវវៀងណាវៀងស្រែវៀងភូមិអត់សូវមានទេភូមិគឺអត់សូវមានផ្ទះមួយទេវៀងស្រែហើយមិនមានផ្លូវកាត់អញ្ចឹងគេថាវៀងទៅទៀតកាត់ផ្លូវហ្នឹងផ្លូវលំដីហុយហ្នឹងទៅទៀតហើយមានភ័យហើយបានដល់មុខវត្តចាពិបាកនឹងអធិប្បាយតើអ្នកនៅភ្នំចិត្តរបានយល់អញ្ចឹងណាព្រោះធំហ្នឹងហើយភ្នំចិត្តរហ្នឹងព្រោះគ្នាលក់ហ្នឹងលក់នៅខាងក្រោយភ្នំហើយទៅវៀងមកខាងនេះគេហៅដូចកលឹងពាក់កណ្ដាលភ្នំអញ្ចឹងពាក់កណ្ដាលភ្នំបាទតែមានផ្លូវគេមានផ្លូវលំបាទហើយគ្នាក៏និយាយថាឯងក៏អាចដោយភាពក្មេងចង់ទៅមើលល្ខោនក៏ពីអ្នកបងដើរតុកហើយលើកមេឃភ្លឺខែភ្លឺក៏ដើរទៅដោយភាពក្មេងអាយុតែ9ឆ្នាំ10ឆ្នាំហ្នឹងហើយប្អូនហ្នឹងទៅ7 8ឆ្នាំដែរហ្នឹងទៅប្អូនស្រីហ្នឹងទៅជាមួយគ្នាហ្នឹងទៅមកសតុះដើរបានភ្លឺសែនតិចឃើញក្មេងមកពីណាមិនដឹងខ្ញុំធ្វើទូជា Michael ចឹងណា Michael ខ្ញុំធ្វើទៅតួអង្គ Michael ឯងក៏គិតថាក្មេងមកពីណាតែយើងអត់ខកយើងក្មេងដូចគ្នាយើងទៅគេថាប្រហែលជាគេទៅមើលល្ខោនដូចគ្នាចឹងណាក៏ដើរទៅសួរអូនហែងទៅណាទៅបងឯងទៅមើលល្ខោនមែនហ្នឹងហើយទៅមើលល្ខោនអញ្ចឹងតាចាំខ្ញុំជូនទៅហើយឯងមកពីណាក៏អត់បានសួរថាមកពីណាពីណីក្មេងដែរភាពក្មេងអញ្ចឹងណាក៏ដើរបន្តិចទៅមានផ្លូវស្មាទោជាផ្លូវយើងឆ្លងខ្នល់ដើម្បីទៅមុខទៀតណាមុខទៀតវាមានភ្លឺសែហើយមានដើមឈើភ្លឺសែមានដើមឈើហើយមានដបោកមានអីចឹងណាដល់ពេលដើរទៅដល់បានពីចង្ងាយនឹងប្រហែលជា5ម៉ែត្រក្មេងហ្នឹងដូចឈប់ឆ្ងក់ឈប់រៀងឈប់សង្ហាក់ចិត្តបន្តិចតែដែលវាអត់នេះទេឈប់ដូចអត់តន់ចង់ដើរទៅមុខចឹងណាតែ Michael ហ្នឹងឃើញដូចឧទាហរណ៍ដូចឆ្លងផ្លូវតែឃើញមកចំហៀងខាងនោះឃើញដូចថាស្មាតមានភ្លើងឡានជះពីឡាននៅតំណោះអានេះផ្លូវណាខ្ញុំប្រាប់ណានេះផ្លូវ Michael អូនវាហើយនឹងក្មេងម្នាក់ហ្នឹងនៅហេតែមកចំហៀងផ្លូវខាងនោះមានក្មេងស្រីមួយឪពុកម្ដាយ2នាក់កាន់ក្មេងស្រីហ្នឹងហើឆ្លងមកហើយឡានមកពីនោះលេងក្មេងហ្នឹងវាអត់ដើរទៅត្មងទេវាដើរទៅត្មងណាវាហើឈប់ Michael ក៏ឈប់តាមលេងស្រាប់ហើពីចង្ងាយហ្នឹងប្រហែលជា2-3ម៉ែត្រទៅអញ្ចឹងឡានមកពុបបុកនេះត្មងណាបុកដូចប្តីប្រពន្ធហ្នឹងនាំកូនហ្នឹងឆ្លងមកខ្នល់ហើយឡានហុយទលោមពីខាងនោះបុកផាំង Michael ក៏ឃើញអញ្ចឹងដោយភាពក្មេងណាភ័យលេងរត់បដ ாய் រត់ឆ្លងទៅបដ ாய் យ៉ាងហ្មងរត់ដូចរត់តែភ្នែកមើលមកក្រោយតែឃើញថាឡានហ្នឹងអារម្មណ៍ក្មេងហ៎បងឃើញស្រស់ទៅបុកផាំងយ៉ាងហ្មងដូចខ្លួនឯងឆ្លងទៅមកឃើញមកពីត្នេះហើយអានេះគេឆ្លងចេះមកផាំងអញ្ចឹង Michael នឹងហត់ប្រុចទៅមកងាកមើលក្រោយតែអត់ឃើញមនុស្សសោះឃើញតាឡានហ្នឹងទៅតាឡានហ្នឹងដីហុយទលោមអញ្ចឹងឡានទៅធម្មតាតែអត់ឃើញមនុស្សផ្លោងទេហើយក៏ Michael ពីអ្នកប្អូនហ្នឹងក៏ឡើងបែកញើសស្រាក់ក៏ដើរលើភ្លឺស្រែហ្នឹងណាតែអត់មាត់អីទេចេះឆ្ងល់មិនទៅអញ្ចឹងណាដល់ពេលពឹបដើរមកសធុះអញ្ចឹងក្មេងហ្នឹងក៏ប្រាប់ថាបងអើយបើដើរទៅមានគេហៅបងឯងកំចូលណាហើយថៃកាត់អីមែនមានអីមែនធ្វើ Michael ក៏សួរក្មេងអញ្ចឹងអត់មានអីទេគាត់ថាបើមានពីណាហៅពីណាអីមិនបាច់ទេដើរទៅតាមខ្ញុំណាដល់ពេលដើរអញ្ចឹងភ្លឺមេឃភ្លឺផ្លូវភ្លឺដើរទៅអញ្ចឹងឃើញស្មាទោវា Michael ថាប្រហែលជាភ្នោឬមិនដឹងទេជាភ្នោដូចដើរអញ្ចឹងនៅស្ដាំដៃពីទៅនឹងទៅត្រួតទៅកផែងវត្តនេះទៅចំកផែងវត្តហ្នឹងប្រហែលជាគេហៅប្រហែលម៉ែត្រ3ម៉ែត្រទេណាដើរអញ្ចឹង3ម៉ែត្រទៅដល់មុខអញ្ចឹង
ឃើញមនុស្សស្រីហ្នឹងអង្គុយលើតបោកឃើញមនុស្សស្រីហ្នឹងអង្គុយលើតបោកហ្នឹងដូចពលឺប្រច័នមកឃើញជាមនុស្សស្រីពាក់អាវសសពុតខ្មៅអង្គុយអញ្ចឹងហើយដូចអញញឹមផ្សេងចេះអញ្ចឹងហើយទៅក្មេងហ្នឹងមិនខើក៏ប្រាប់ថាក្មេងហ្នឹងក៏មកបងបើលឿនដើរតាមខ្ញុំមកក្មេងហ្នឹងដឹកដៃមិនខើដឹកដៃមិនខើថាមកតែលឿនមកមិនបាច់ដើរមកលឿនតែមិនខើមានអារម្មណ៍ថាខ្លាចតែនឹងគេអត់មកចិត្តយើងទេមិនខើថាអត់មកចិត្តទេនៅឈើនៅដបោកក្របដើមឈើតែភ្លើងប្រច័នវាចាំងចូលទៅឲ្យឃើញជាមនុស្សចឹងឃើញមនុស្សស្រីចឹងហើយអញញឹមឲ្យបក់ដៃចឹងអានេះខ្ញុំក៏ឲ្យខ្ញុំសួរមិនខើថាថៃអានឹងមានន័យថាម៉េចទៅអាខ្មោចនឹងឯងបើចូលទៅគឺវាលាក់យើងនឹងឯងហើយតែក្មេងនឹងសង្ស័យជាមរិញគង្វាហើយម៉ៃខើទៅដល់ពុបក៏ជូនទៅក៏ទៅដល់កន្លែងនេះចឹងណាវាងខ្លីតិចជូនក៏ទៅដល់កន្លែងលខោនក៏មើលលខោនអត់មកវិញទេម៉ៃខើថាអូនអត់មកទេអត់ទេបងខ្ញុំទៅផ្ទះហើយខ្ញុំជូនមកឯងទៅមុខលខោនទៅផ្ទះហើយពូប៉ាខ្ញុំហើហើយឃើញវាដើរចូលទៅព្រៃនោះបាត់ទៅមិញទៅណាហើយដោយភាពក្មេងក៏គ្នាអត់មានឆ្ងល់ឲ្យពួកយើងចាស់ចឹងណាហើយដល់ពេលហ្នឹងព្រលឹមឡើងមកវិញម៉ែវាយទៅម៉ូតូព្រឹកបានមកវិញហ្នឹងហើយអត់មានមកវិញទេបើជួហេតុការហ្នឹងអត់មកវិញទេគឺដេកនៅមើលលខោនព្រោះអីលខោនគេលេងដល់ភ្លឺសម័យហ្នឹងបាទហ្នឹងអាហ្នឹងរឿងទី1របស់ Michael ដែល Michael នេះហ្នឹងគឺពីចឹងខ្មោចលើអញ្ចឹងតែបើឲ្យអាគុំអានេះមិនមែនជាអាគុំអមអានេះជារឿងខ្មោចលើបាទអាគុំផ្សេងអានេះជារឿងខ្មោចលើអូខេនេះគឺជាសាច់រឿងទី1ដែលបងបានចែកម្លែកគឺជាសាច់រឿងរបស់មិត្តភក្តិគាត់ឈ្មោះ Michael សៃទាវបាទមកចែកម្លែកគាត់ហើយគាត់មកចែកម្លែកយើងតអញ្ចឹងខ្លីៗងាយតែគេហើយទី short ណាព្រោះថាពីច្រើនខ្មោចលើវាមានតែខ្លីៗអញ្ចឹងឯងមិនមែនយើងវែងពេកតែថាវាទៅជានិយាយសិនណានិយាយវែងពេកដូចជារឿងតែងខ្ញុំអត់អីយើងនិយាយខ្ញុំចូលចិត្តអ្វីដែលអូខេមិត្តភក្តិនិយាយមកអាហ្នឹងគឺ experience របស់គេយើងមកនិយាយតអញ្ចឹងខ្លះភាគច្រើនរឿងដែលអាចនឹងវែងភាគច្រើនតាក់ទងនឹងអាគមហ្នឹងភាគច្រើនវែងអាគមមួយទៀតបងអូនប្រុសម្នាក់អានេះនិយាយពី real fan ដែលតាមដាន page របស់កញ្ញាជុំភ័យប្រកាសជាធ្លាប់ឃើញកញ្ញាជុំភ័យជួយក្មេងប្រុសម្នាក់ក្មេងប្រុសហ្នឹងគឺក្មេងប្រុសដូចស្មាតទៅវងកញ្ចក់បន្តិចទៅ no drama គឺត្រូវអំពើគេបាទត្រូវអំពើគេទៅមើលវីដេអូចាស់ទៅហើយកុំភ្លេចចុះ comment page ខ្ញុំផងក្មេងប្រុសហ្នឹងខ្ញុំទៅដល់ពុបចៃដល់ខ្ញុំទៅលេងនៅក្រែកពញាក្រែកបាទខ្ញុំទៅលេងពញាក្រែកគឺមិត្តភក្តិរបស់ខ្ញុំទៅលេងពញាក្រែកនៅមិត្តភក្តិរបស់ខ្ញុំអាសាទៅពួកយើងទៅលេងមិត្តភក្តិយើងនៅពញាក្រែកស្រាប់ហើយត្បូងខ្មុំទៅលេងហើយខ្ញុំក៏មិត្តភក្តិប្រាប់ថានោះប្អូនម្នាក់នេះនិយាយដាក់ឈ្មោះថាប្អូនឈ្មោះអារៀមចាស់ណែរៀមតាឈ្មោះអារៀមចាបងយើងកុំនិយាយឈ្មោះគេយើងឈ្មោះអារៀមឈ្មោះរៀមចាស់ណែជុកភ័យនោះនៅកណ្ដាលភូមិកូននោះដូចត្រូវអំពើគេជុកភ័យអើយពីមុនណាអាកូននឹងបកកែណាលេងភ្លេងពិនពៀតអីលេខ1ហ្មងអានៀតឯកអានៀតអីស្គរអីវាចាប់មួយផ្លេតវាចេះលេងវាចេះឆ្លាតកូនហ្នឹងអាយុតែ16ហ្នឹងឆ្នាំវើកមែនអីហើយមិនទៅមានអីម៉ែអញឃើញស្មាទោសអត់ធ្វើអីទេរងឲ្យវាពាក់តែកាម៉ាមួយវាឈរអញ្ចឹងវាឈរសម្លឹងមើលដីឈរមកកន្លែងអញ្ចឹងឈរមកកន្លែង5ម៉ោង10ម៉ោងរហូតដល់ល្ងាចម៉ែក្លៀនបាយស៊ីបាយមកឈរអញ្ចឹងទៀតហើយបើបាត់មួយទឹកអង្គុយចាក់អញ្ចឹងទៅអស់ទឹកអញ្ចឹងទៅអស់ទឹកពីកធុនឃើញមែនអ្វីដែលខ្ញុំឃើញពុបគឺក្មេងប្រុសម្នាក់នោះនៅក្នុងคลิปវីដេអូក៏នៅដល់ឥឡូវហ្នឹងគឺអញ្ចឹងសឡឹងមើលអីគឺសឡឹងមើលដូចមនុស្សមានតែប្រស័យភ្នែកតែមានវិញ្ញាណយល់ទេហ្នឹងដូចអត់មានវិញ្ញាណណាហើយខ្ញុំសួរថាថៃបានអញ្ចឹងត្រូវអំពើគេម៉ែឪពុកហ្នឹងនិយាយថាត្រូវអំពើគេត្រូវអំពើមិនយើងសុំអត់និយាយអ្វីដែលយើងសុំកាត់យើងខ្លាចនិយាយទៅប៉ះពាល់អីចឹងយើងក៏អត់និយាយទេយើងទុករក្សាសិទ្ធិនិងគោរពគេអូខេគាត់និយាយថាថ្ងៃហ្នឹងទៅលេងស្រុកក្មេងហ្នឹងគឺជាក្មេងដូចយើងទូទៅឲ្យឆ្លាតទីរៀនបកាយណាអាយុតែ16ក្មេងប្រុសហ្នឹងណាបាទឈ្មោះអារៀមហ្នឹងថ្ងៃមួយហ្នឹងគាត់នាំទៅលេងផ្ទះខាងញាតិគាត់មុនកើតរឿងមួយថ្ងៃនាំទៅលេងនៅផ្ទះញាតិគាត់ប្អូនស្រីគាត់ទៅដល់ពុបដេកគាត់ថាគាត់ដេកអញ្ចឹងតែថ្ងៃហ្នឹងដេកហើយស្អែកឡើងគាត់មកវិញអារៀមហ្នឹងនៅផ្ទះជាមួយប្អូនស្រីគាត់ហ្នឹងប្អូនគេហៅគេមីងហ៎នៅមួយមីងហ្នឹងឯងដល់ពេលដេកចឹងទៅមានមីងមានប្តីមីងហើយមានប្អូនស្រីរបស់អារៀមហ្នឹងបាទអូខេដល់ពេលហ្នឹងទៅ
ដល់ពេលថ្ងៃដែលម៉ែត្រឡប់មកវិញយប់ឡើងអារៀមហ្នឹងក៏ប្រាប់ម៉ែថាពេលត្រឡប់ទៅផ្ទះវិញណាថាម៉ែអើយមិនសមមិញម៉ែឯងមានទៅហៅខ្ញុំអត់ព្រោះពេលដេកពេលម៉ែមកអញ្ចឹងវានៅផ្ទះហ្នឹងតែយប់ឡើងយប់ថ្ងៃដែលម៉ែមកផ្ទះវិញហ្នឹងណាតែនៅផ្ទះមីងហ្នឹងណាគឺមានមនុស្សមកគោះទ្វារតុកហៅរៀមអើយរៀមជាសំឡេងម៉ែហើយរៀមក៏ថាបាទម៉ែតែបើកមើលអត់មានម៉ែម៉ោងប្រហែលជា8យប់ឯណា ผมបើកជួយគេចូលអី បាទម៉ែស្មាម៉ែមកអញ្ចឹងណាក៏អត់ចាប់អារម្មណ៍ក៏ព្រលឹមឡើងក៏មកផ្ទះខ្លួនឯងវិញដែរចាប់ផ្ដើម2 3ថ្ងៃក្រោយមកក៏មានអារម្មណ៍ថាចេះប្រាប់ម៉ែខ្ញុំដូចគ្រុនអត់សូវស្រួលខ្លួនណាម៉ែ សៀវសៀងសៀវ អត់ស្រួលខ្លួនអត់ទៅរៀនបានអត់ម៉ែចេះចុះអញ្ចឹងណាពីមួយថ្ងៃទៅមួយថ្ងៃកូននឹងក៏អត់ស៊ីបាយអត់ស៊ីទឹកអត់នេះអត់នេះនោះក៏ឈានចូលដល់ដំណាក់កាលនោះនៅអញ្ចឹងម៉ែខ្ញុំសួរថាអូចង់មីងអត់នាំកូនមីងឯងទៅរកគ្រូអូខ្ញុំរកអស់ហើយចង់គ្រូខ្មែរគ្រូបកែណាតែចេះដល់ពេលហ្នឹងយើងគេស្គាល់ច្រើនខ្ញុំប្រកាសទៅលីងមានគ្រូមួយហ្នឹងស្គាល់តែពេលហ្នឹងខ្ញុំថតឃ្លីបក្មេងនោះឲ្យគេមើលសិនគឺក្មេងហ្នឹងអង្គុយអញ្ចឹងខ្ញុំចាប់ទាញមុខវាអូនមើលកាមេរ៉ាទាញអត់ទៅតែខ្ញុំមានធំរឹងទាញអត់ទៅហើយភ្នែកអញ្ចឹងខ្ញុំពិបាកនឹងអធិប្បាយដែរអាហ្នឹងអ្វីដែលខ្ញុំឃើញខ្ញុំពីមុនខ្ញុំមិនសូវជឿរឿងអញ្ចឹងទេខ្ញុំឃើញនៅខ្លួនឯងហើយឃ្លីបហ្នឹងនៅតែដល់ឥឡូវហ្នឹងដល់ពេលហ្នឹងវាសឡឹងមើលដីអញ្ចឹងហើយកឡើងអញ្ចឹងកឡើងចង់កោងហ្នឹងលាកតាកាម៉ាមួយឈរមើលដីអញ្ចឹងហើយដល់ពេលហ្នឹងទៅខ្ញុំថាអូខ្ញុំអាណិតខ្ញុំកើតក្តីអាណិតដល់គ្នាក្មេងហ៎បាទកើតក្តីអាណិតខ្ញុំអញ្ចឹងធ្វើម៉េចខ្ញុំឡាយមានអ្នក support ថាបងជុភ័យខ្ញុំអាចជួយក្មេងនឹងបានមានគ្រូហ្នឹងមានគ្រូចូលក្នុង comment ខ្ញុំអូខេអាណិតហើយឃ្លីបនឹងផ្ទុះអ្នកគ្រាន់តែចុច like 200k 200k ផ្ទុះក្នុងពេលទៅគ្រូនឹងនៅខ្នងតតឹងហើយក៏មានបងម្នាក់ហ្នឹងក៏គាត់លក់កណាត់នៅផ្សារថ្មីហ្នឹងគាត់អ្នក sponsor ទៅមើលទៅថ្លៃគ្រូប្រហែលចឹងខ្ញុំឲ្យខ្ញុំយើទៅមែនខ្ញុំថាឥឡូវខ្ញុំអាប់ដេតខ្ញុំនាំនេះឲ្យក៏ឲ្យម៉ែឪគេហ្នឹងណាហើយក៏អរគុណទៅដល់កាកបាទក្រហមនៅពេលដែលខ្ញុំប្រកាសទៅកាកបាទក្រហមគាត់ចូលទៅជួយទៀតណាជួយគ្រួសារនោះហើយគ្រួសារនោះក្រមែនហើយជួយអ្នកចិត្តនោះទៀតអរគុណកាកបាទក្រហមទៅជួយប្រជាពលរដ្ឋខ្មែរយើងពេលនោះកាកបាទក្រហមទៅជួយទៀតមានអារម្មណ៍ខ្លួនឯងជាតួឯកស្រីភ្លាមពេលជាស្នេហ៍ចិត្តធွာភ្លាមហ្នឹងណាដល់ពេលនោះទៅយកក្មេងខ្ញុំអាប់ដេតអាពេលដែលក្មេងនោះខ្មោចនោះគូមានមតិជាច្រើនណាអ្នកខ្លះក៏ចេញចូលចឹងណាម៉ែឪនោះក៏ទៅជាមួយខ្ញុំក៏បើកឡានយកក្មេងនោះទៅថតមួយឃ្លីបម្ដងណាបងប្អូនចាំមើលណាខ្ញុំនឹងអាប់ដេតបើសិនជាក្មេងនោះមានអាការៈល្អខ្ញុំនឹងអាប់ដេតម្ដងទៀតក៏ថតទៅដល់ផ្ទះគ្រូពុបគ្រូចាប់ផ្ដើមអូខេនៅនឹងសិនហើយអត់ឲ្យតាណាឯងម៉ែពីអ្នកប្តីប្រពន្ធគាត់ហ្នឹងក៏នៅនឹងដែរនៅមួយកូនហ្នឹងហើយនៅមើលកូនម៉ែនោះគាត់ទៅគិតថាប្រហែលជាមើលមិនជាទេបើគាត់មើលកូនគាត់ឡើងពី3ឆ្នាំអស់ចិត្តអីហ្នឹងចៃដន្យអីគ្រូហ្នឹងគេប្រាប់ខ្ញុំថាចេះជុកភ័យកូនហ្នឹងគឺត្រូវអំពើគេហើយគេសូនរូបកូនហ្នឹងគេយកព្រលឹងកូនហ្នឹងកំតិចចោលគេយកព្រលឹងកូនហ្នឹងកំតិចចោលហើយព្រលឹងហ្នឹងវាទៅទុំនៅលើដើមឈើដូចកំតិចអញ្ចឹងវាទៅប៉ះលើដើមឈើតតែធ្វើពិធីចោដើរគុំយកមកដាក់កូនហ្នឹងមែងដូចបែងចានឆ្នាំងបែកអីមកគុំអញ្ចឹងអាហ្នឹងចាំយើងនិយាយមករឿងទៀតរឿងដួងកែវដួងវិញ្ញាណយើងហ្នឹងណាបាទដួងកែវរបស់គាត់ត្រូវគេកំតិចអស់ហើយអញ្ចឹងមានតែរូបទេអត់មានវិញ្ញាណទេដូចថាគេព្រលឹង4 10ហត់ចែកជើងគ្នាស្មាតចូលទៅមើលក្នុងវីដេអូហ្នឹងភ្នែកយើងសម្លឹងគ្នាយើងតែមានប្រស័យមែនអត់នោះប្រស័យភ្នែកមានតែអត់មានវិញ្ញាណដូចមនុស្សខ្ញុំឃើញខ្លួនឯងខ្ញុំស្រកទឹកខ្ញុំឡាយបដាឡាយនោះឲ្យសោយនៅដល់ឥឡូវទៀតខ្ញុំក៏មិនដឹងខ្ញុំឡាយបដាខ្ញុំយំបដាខ្ញុំអាណិតអញ្ចឹងមហាជន fan របស់ខ្ញុំហ្នឹងនាំគ្នាជួយជានេះទៅបងជុំភ័យយកទៅគ្រូខ្លះអូគ្រូវត្តណាវត្តនេះតែចៃដល់យើងមាននិស្ស័យនឹងគ្រូនឹងផ្លេចភ័យទៅតឹងហ្នឹងលោកគ្រូក៏ប្រាប់ថាគេកំចាយព្រលឹងកូននឹងបាត់ហើយក៏ត្រូវធ្វើពិធីទៅប្រម៉ែប្រម៉ូតាមស្លឹកឈើស្លឹកអីគេប្រើញៀនរបស់គេតាមវិធីរបស់គ្រូអញ្ចឹងណាអូខេខ្ញុំក៏ទុកគាត់មានគាត់ឪពុកម្ដាយគេ2នាក់ទាំង3នាក់ណានៅជុំផ្ទះគ្រូនឹងទៅប្រហែលជា4ថ្ងៃម៉ែនេះហ្នឹងម៉ែរបស់អារៀមហ្នឹងក៏ប្រាប់ថាចង់ទៅទេតែគ្រូប្រាប់ថាទេមកប្រាប់ខ្ញុំនៅភ្នំពេញណាកុំឲ្យគាត់ទៅអីឲ្យគាត់នៅប្រហែលជា3ថ្ងៃទៀតទៅព្រោះប្អូនហ្នឹងកូនហ្នឹងគឺយើងប្រមូលវិញ្ញាណមកឥឡូវមានព្រលឹងប្រលះវិញហើយជាមនុស្សនិយាយបាននិយាយអីវិញបានហើយ
ធ្វើឲ្យខ្ញុំជឿហ្មងនិយាយបានហើយអញ្ចឹងឲ្យគាត់3ថ្ងៃទៀតតាខ្ញុំបិទទូរស័ព្ទពីលោកគ្រូពឹបសុំពេល3ថ្ងៃទៀតហើយអូយអត់បានទេព្រោះចោលផ្ទះយូរហើយអត់អីទេប៉ណ្ណឹងវិជាហើយមិនអីទេជុកភ័យពេលប៉ណ្ណឹងមីងអរគុណហើយវិជាអត់អីទេចិត្តខ្ញុំក៏អញជួយឡើងប្រប៉ុណ្្នេះខ្ញុំចង់ឲ្យកូននឹងជាដាច់ឲ្យអើយថាអូយមិនទាន់អស់អីអញ្ចឹងណាជាឲ្យដាច់ខ្ញុំចង់ជាឲ្យដាច់ព្រោះចិត្តនឹងអាណិតមែនតែនបានសុកចិត្តចំណាយពេលវេលាហើយ fan ខ្ញុំក៏ចំណាយថវិកាហ្នឹងតែគាត់ពីអ្នកប្តីប្រពន្ធគាត់ថាកូនគាត់ជាហើយតែគ្រូទេមកខ្ញុំថាបានតែ 80% ទេ 80% ហើយបានតែ 80% តែម្លងពេលគាត់នៅកន្លែងផ្ទះគ្រូហ្នឹង 3-4 ថ្ងៃហ្នឹងបាយមានបានតែអឺតមើលអត់អឺតទេគឺគ្រូអាប់ដេតរហូតថាកូនគឺយើងមានតែតែគ្រូថាអូខេហើយគ្រប់យ៉ាងគឺនេះហើយកូនចាប់ដើមវិលមកមានមកចេះនិយាយព្រោះពីមុនអត់និយាយស្ដីទេចង់អាណាសួរអីក៏សួរទៅគឺឆ្កឹងអញ្ចឹងដល់ពេលហ្នឹងខ្ញុំថាអូខេបើមីងចង់ទៅផ្ទះក៏ទៅចាស់ចាំខ្ញុំជិះឡានពីពេញនាំមីងទៅកំពង់ចាមវិញជិះពីពេញចូលព្រៃតឹងយកគាត់ទៅផ្ទះគាត់ទៅផ្ទះគាត់ទៅខ្ញុំទៅដល់ផ្ទះពឹបកូននឹងអញញ៉ាំមកមានคลิปកូននឹងអញញ៉ាំមានអាคลิปមុនយកទៅមើលគ្រូនិងអាคลิป feedback មានទាំងពីរនៅក្នុង page នឹងចូលទៅមើលទៅដល់ពេលនឹងទៅលេងស្រាប់តាកូននឹងអញញ៉ាំខ្ញុំសួរស្គាល់ជុំអីបងជុកផៃកូននឹងគឺខ្សែភ្នែកមានព្រលឹងដូចយើងមានប្រស័យភ្នែកមានព្រលឹងមកវិញអញ្ចឹងណាធ្វើឲ្យខ្ញុំជឿថាអីមានរឿងអញ្ចឹងមែនណ៎ជីឡានមកអញ្ចឹងខ្ញុំសួរឆ្ងាញ់អត់នំឆ្ងាញ់តែរបៀបដូចមនុស្សធម្មតានៅធម្មតាមកមាននិយាយលេងអីផ្សេងទៀតដែរបងហើយខ្ញុំសួរអីគ្នាក្មេងប្រងតែនិយាយណាស់ណាតែយើងដឹងថាក្មេងនឹងធម្មតាប្រក់ក្តីហីដល់ពេលហ្នឹងទៅលេងស្រាប់តាមុននឹងចូលទៅដល់ក្រែកយើងមិនចូលវត្តនេះសិនចាំបានទេថាវត្តចិត្តផ្ទះយ៉ាងមកអត់ណែឃើញសិនមកចាំអត់មាននិពន្ធទេរៀលហ្មងអញ្ចឹងដល់ពេលវត្តកទួតវត្តកទួតអូខេយើងក៏ជីដល់ស្ពីនគីសូណាណាយើងមិនហេរៀមឆ្ងាញ់អត់នំយើងយើងបើកឡើងបដាយើងឆ្លៀតមើលទៅក្រោយគេអញញឹមម៉ាក់យើងទេឆ្ងាញ់បងគឺមនុស្សធម្មតាខ្ញុំនៅក្នុងចិត្តអូររំភើបថាពីមនុស្សម្នាក់ឈរឆ្កឹងអត់បត់អត់កទាញតែមុខមិនទៅផងតែជាមនុស្សមានវិញ្ញាណវិញខ្ញុំសប្បាយចិត្ត80%ខ្ញុំគិតថាល្អហើយ80ខ្ញុំគិតថាគ្រប់យ៉ាងនឹងល្អជាងហ្នឹងហើយមានអីជិះទៅដល់វត្តកទួតទៅផ្ទះហ្មងតែម៉ែគេថាអូយកុំចូលវត្តសិនចូលវត្តទៅរកលោកគ្រូសិនស្មាទោះលោកគ្រូសម្ពោធគាត់នេះហើយចាអធិការវត្តគាត់អនិច្ចកម្មសកតគាត់សកតបាត់ហើយចាឲ្យដល់គ្រាន់ថាគាត់ចូលទៅដល់វត្តលោកគ្រូស្រោចទឹកស្រោចអីឲ្យបន្តិចលេងស្រាប់តែគាត់ដូចតែនេះអញ្ចឹងដូចបាក់មិញបាក់ស្បាតតែចិត្តខ្ញុំក៏អូខេយើងជួយគាត់បានត្រឹមប៉ុណ្្នឹងអាហ្នឹងគឺយើងមានវេនមានកម្មជាមួយគាត់បានប៉ុណ្្នឹងហើយអ្វីដែលខ្ញុំជុកភ័យនិយាយមុខវត្ថុស័ក្តិសិទ្ធិខ្ញុំចូលទៅក្នុងវត្តហ្នឹងហើយខ្ញុំលើកដៃបន់ស្រន់បើសិនបងអូនរៀមគាត់វិលមកធៀបដើមវិញខ្ញុំសុខចិត្តបន្តអាយុខ្លួនឯង5ឆ្នាំព្រោះខ្ញុំអាណិតក្មេងនឹងពួកគ្នាជាក្មេងបរិសុទ្ធខ្ញុំចង់ឃើញជីវិតមនុស្សម្នាក់ដែលឈរអញ្ចឹងត្រឡប់មកដូចខ្ញុំវិញអញ្ចឹងណាខ្ញុំសុខចិត្តលើកដៃបណ្ណំមុខអង្គបដិមាករហ្នឹងនៅក្នុងវត្តហ្នឹងតែពេលដល់វត្តមានស្រោចទឹកឬក៏ធ្វើអីអត់ទេខ្ញុំប្រោះទឹកមុនជប់លោកគ្រូប្រោះទឹកមុនគាត់ក៏ដូចលុបខ្សែភ្នែកគាត់កិច្ចខ្សែភ្នែកដូចកិច្ចខ្សែភ្នែកតែមានប្រហែលជាចំណាយពេលប្រហែលម៉ោងដែរនៅវត្តអត់ទេតែមួយផ្លែតគ្រាន់ចុះពីលើឡានហ្នឹងទៅរកលោកហើយបើឯងទៅគាត់ឃើញปุ๊បខ្ញុំជូនគាត់ដាក់ផ្ទះហើយខ្ញុំក៏បកមកភ្នំពេញវិញមកហើយក៏មានមិត្តភ័ក្ដិខ្ញុំដែលនៅហ្នឹងមិត្តភ័ក្ដិខ្ញុំចិត្តស្និទ្ធដែលនៅចិត្តផ្ទះគាត់ហ្នឹងក៏អាប់ដេតឲ្យខ្ញុំនេះរហូតហ្នឹងអាការៈរងថ្ងៃគាត់ហ្នឹងលើសដើមដល់កម្រិតណាដែរបងចាំហែកអាវខ្លួនឯងចោលអញ្ចឹងទៅដាក់ច្រវាក់ជើងអញ្ចឹងទៅថ្ងៃខ្លះហ្នឹងយកដៃហុកភ្នែកខ្លួនឯងទៅឲ្យឈឺអញ្ចឹងទៅឈាមខ្វាចចុះខ្វាចឡើងអញ្ចឹងខ្វាចភ្នែកខ្លួនឯងអញ្ចឹងទៅដល់រាល់ថ្ងៃហ្នឹងតែម្ដងដល់រាល់ថ្ងៃហ្នឹងចាំគឺនិយាយទៅដូចនិយាយចឹងខ្លីៗសុភាសិតណាសត្វលោកទៅតាមកម្មរបស់សត្វលោកទៅតាមដែលខ្ញុំស្ដាប់ទៅគឺបងជុកភ័យគាត់ខំអស់ពីសមត្ថភាពរបស់គាត់ហើយសំបីតាពេលដែលគាត់ទៅដល់វត្តហ្នឹងក៏គាត់លើកដៃប្រណម្យសុំឲ្យកាត់អាយុខ្លួនឯងទៅមានន័យថាគាត់មកតោខ្ញុំ
nhom hai ta trong chui chỉ vật không mình nè nó តែយើងក៏អត់ដឹងដូចគ្នាថានៅពីក្រោយ background ហ្នឹងវាយ៉ាងម៉េចទៅយ៉ាងណាអីចឹងណា đây ចា អត់ដែរណាត់មនុស្សណាដូចក្មេងម្នាក់ក្នុងសុកចិត្តលើកដៃបណ្ណំនៅក្នុងវត្តអត់នេះហ្មងកន្លែងពហិហ្មងលើកដៃបណ្ណំដៃចិត្តថាបើសិនជាប្អូនរៀមនឹងត្រឡប់មកដូចដើមខ្ញុំសុកចិត្តកាត់អាយុខ្ញុំ5ឆ្នាំចោល អូខេសម្រាប់គ្នាយើងដែលកំពុងទស្សនាកម្មវិធីតុកភ្លឺ background ងឹតតាមពិតសាច់រឿងនេះនៅវែងឈើជាងនឹងទៀត យើងលាក់សាច់រឿងកន្លែងក្រោយហ្នឹងរៀងមួយដុំធំហើយមួយដុំសំខាន់គឺ ព្រោះវា ដឹងគ្រប់យ៉ាងហ្មងដោយសារវាប៉ះពាល់មនុស្សដែលកំពុងតែគាត់រស់នៅប្រចាំថ្ងៃខ្លាំងពេក ខ្ញុំយើងមិនចង់និយាយអីវែង ហ្នឹងហើយយើង មិនចង់ឲ្យគេទៅជាមនុស្សអាក្រក់ បាទហើយរឿងនេះរឿងពិតបោះបងជុកប្រៃគាត់ចុះទៅធ្វើផ្ទាល់ហើយសរុបលទ្ធផលចុងក្រោយគឺប្អូនគាត់នៅតែឈឺជំងឺនឹងដដែលហើយលើសដើមទៀតដល់ថ្នាក់ដាក់ច្បាក់ជើងហែកអាវធ្វើបាបខ្លួនឯងដល់ថ្នាក់យកដៃខ្វេះភ្នែកខ្លួនឯងក៏មានដែរកាចហ្នឹងហើយអញ្ចឹងសាច់រឿងនេះបើអ្នកនរអស់គ្នាបានស្ដាប់គាត់និយាយក្រៅមិញបានដឹងថារន្ធត់ប៉ុណ្ណាប៉ុន្តែយើងអត់អាច បញ្ចេញសាច់រឿងទាំងអស់បាន សាច់រឿងទាំងអស់បានអញ្ចឹងយើងសូមអធិស្ឋានអ្នកនរគ្នាយើងសូមលាក់បន្តិចទៅ ឲ្យដឹងថាខ្ញុំធ្វើអស់ពីសមត្ថភាពហើយប៉ុណ្ណឹង ខ្ញុំស្ដាប់មកមិញខ្ញុំចាប់ផ្ដើមពីចំណុចដំបូងដែលបងឯងប្រាប់មកខ្ញុំគិតថាប៉ូននឹងជាតា ហ្នឹងហើយខ្ញុំទៅលឺពេលគាត់ចេញទៅក្រៅនិយាយមួយក្រុមការងារទៅបានខ្ញុំហៅបិទតិចតាមុនហ្នឹងខ្ញុំអត់ចង់លឺទេព្រោះខ្ញុំចង់ surprise ពេលដែលខ្ញុំស្ដាប់ ខ្ញុំស្មានជាដល់ពេលចុងក្រោយ វា លើដើម រឿងហ្នឹងកើតតាំងពី2022 ហើយមិនធ្ងន់ធម្មតាធ្ងន់ហើយមានអាមូលហេតុធ្ងន់ណាខ្ញុំអ្នកនរគ្នាច្បាស់ជាឆ្ងល់ថាខែងជា 80% ឯងមិនបាននៅអញ្ចឹងតែកុំភ្លេចនៅ 20% ទៀតហ៎អ្នកនរ គាត់ចូលទៅក្នុងវត្តគឺដូចចាញ់ច្រាប ហ្នឹងហើយអញ្ចឹងអ្នកមើលគាត់អាច ចាណាតែសម័យតាមនឹងចោលពួកដោយសារតែយើងត្រូវរក្សាសិទ្ធដែរ បាទអានេះដូចរបៀបខុនឈាមលាប់ខុនវៀនលាប់អាចជីឲ្យអត់មើលឲ្យជីដូចលាប់អញ្ចឹងមានសាច់រឿងលាក់បាំងខាងក្រោយនឹងច្រើនអ្នកនរគ្នាប៉ុន្តែយើងអត់អាចបញ្ចេញបានអញ្ចឹងក៏សុំទោសពុកម៉ែបងប្អូនទាំងអស់គ្នាដែលយើងអត់អាចបញ្ចេញសាច់រឿងទៅ 100% ទៅកាន់ពុកម៉ែបងប្អូនបានហើយសង្ឃឹមថាថ្ងៃណាមួយយើងនឹងអាចបញ្ចេញបានយើងនឹងបញ្ចេញ អូខេឥឡូវយើងដូចជា set ដល់ហើយមើលទៅម្នាក់ៗដូចរៀងទម្លាក់ទឹកមុខ អេបងមើលដូចអត់វិញ្ញាណទេខ្សែភ្នែក ទេលក្ខណៈថាវាជារឿងមួយដែលវាដកជាប់នៅក្នុងចិត្តអញ្ចឹងណាយើងបងដែរឃើញប្រៀបដូចមនុស្សញ៉ាំបាយអត់ឆ្អែតទេបាទអារម្មណ៍អត់នៅពេលអត់ចិត្តយ៉ានៅតែប៉ុណ្្នឹងវានៅតែដកជាប់អញ្ចឹងពួកចង់ជួយជីវិតមនុស្សគ្មានខ្ញុំគិតថាការដែលជួយជីវិតមនុស្សនឹងគ្មានបនណាធំជាងជួយជីវិតមនុស្សទេមនុស្សចិត្តលងទឹកឲ្យបងឯងឈោងដៃទៅជួយបនណាធំជាងពេលហ្នឹងហ្នឹងហើយអញ្ចឹងតែធ្វើអីបានអូខេហើយខ្ញុំអាចធ្វើអីបានព្រោះថាខ្លាចនិយាយច្រើនអាចតែខ្លាចតែខុសអញ្ចឹងនិយាយច្រើនខ្លាចតែប៉ះពាល់ខ្លាចតែខ្លួនឯងជាមនុស្សមិនល្អអញ្ចឹងតែគ្រាន់តែប្រាប់ថាអូខេខ្ញុំធ្វើល្អបំផុតហើយនៅក្នុងករណីរឿងប្អូនរៀមហ្នឹងធ្វើអស់ពីសមត្ថភាពហើយធ្វើអស់ពីចិត្តហើយតែប៉ុណ្ណឹង តោះឥឡូវយើងបានស្ដាប់ជាមួយនឹងសាច់រឿងរបស់បងឈុកភ័យហើយដែលតាក់ទងជាមួយនឹងការធ្វើអំពើហើយដូចគាត់បានរៀបរាប់អញ្ចឹងណាដែលបើយើងនិយាយពីអំពើវាមានច្រើនយ៉ាងចាធ្វើមិនបានត្រូវអំពើដឹងអ្នកខ្លះខ្ញុំដឹងព្រោះចែកម្លែកមួយបងចែកម្លែកមួយរឿងអំពើស្មាតោះតែតាំងធ្វើអំពើគេធ្វើបានច្រើនយ៉ាងពេលខ្លះអំពើគេធ្វើតាមផ្សែងបារីធ្វើតាមកឡង់ កឡង់សត្វកឡង់ដែលឃើញសត្វកឡង់ដែលឃើញវាហើអូអាខេបផ្កាហ្នឹងហ៎នៅសត្វកឡង់ស្គាល់កឡង់ទេអត់តែធ្លាប់ទៅលើឈួរឃើញសត្វហោះចូលផ្ទះយើងហ៎បើសត្វហ្នឹងហោះចូលផ្ទះដូចកឡង់អីវាមកប៉ះសក់យើងដឹងតែយើងត្រូវអំពើគេហើយពួកគ្រូពួកហ្នឹងវាប្រើមកជាមួយកឡង់ហ្នឹងដែលឃើញសុកអីមិនបើហោះចូលផ្ទះកឡង់ហោះចូលផ្ទះអាហ្នឹងវាអត់ប៉ះយើងមិនអីណាតែបើវាកឡង់មកប៉ះសក់យើងដឹងតែយើងឈឺ បើគេចង់ធ្វើយើងស្លាប់នៅ 3 ថ្ងៃគឺ 3 ថ្ងៃភ្លាមហើយអំពើហ្នឹងមានអំពើតាមឡាមអំពើតាមមជុលអំពើតាមតសៃសក់ហើយពួកហ្នឹងគេដាក់មិនដឹងអត់ថៃបានគេដាក់ការដឹងអត់ទី1គេមានហុកយើងហុកដែរមានណាគេមានមានហុកយើងទី2គេមានតសៃសក់យើង DNA តសៃសក់យើងឬខោអាវរបស់យើងឬក៏ដីក្រោមស្បែកជើងដែលយើងជាប់ហ្នឹង ធ្វើត្រូវទាំងអស់តែថៃបានគេធ្វើត្រូវមនុស្សយើងកើតមកមានគ្រូសំណុំសវ៉ាទាំងអស់បើយើងអត់កាន់នឹងត្រូវភ្លាមអញ្ចឹងបានគេថាឧទាហរណ៍នេះមានគ្រូពួកកើតទៅត្រូវមានគ្រូខាងឪពុកគ្រូខាងម្ដាយឬគ្រូសំណុំសវ៉ាម្នាក់ត្រូវមានទាំងអស់
តែដោយសារយើងអត់គោរពដល់ពេលអត់គោរពគេធ្វើអំពើពុបគ្រូយើងឲ្យធ្វើហ្មងតែបើយើងធ្វើគោរពបារមីគ្រូយើងទប់អត់ឲ្យត្រូវអញ្ចឹងកុំឆ្លោះថាបានម្នាក់នឹងធ្វើអំពើគេបានហ្នឹងដោយសារតែយើងអត់ធ្វើគ្រូបាត់ជាយយើងអត់កាន់គ្រូខាងឪពុកឬអត់កាន់គ្រូស្នំសវ៉ាពួកមនុស្សម្នាក់កើតមកសិតតែមានគ្រូទាំងអស់គេតែយើងគោរពមិនគោរពតែប៉ុណ្្នឹងបើយើងអត់គោរពគេធ្វើយើងចូលខ្លះគេអត់ដឹងដូចខ្ញុំអត់ដឹងយើងអត់ដឹងបងឯងទៅរកគ្រូដែលគេចេះមើលគេដឹងគេថាបងឯងមានគ្រូខាងណាដូចខ្ញុំអញ្ចឹងគ្រូខាងឪពុកធំតែក៏រៀបគ្រូស្នំសវ៉ាអញ្ចឹងទៅបើចោលមួយយ៉ាងទៀតធ្វើនឹងតាមស្អីគេធ្វើតាមដុំដីមិនចឹងដុំដីហ្នឹងដូចផ្ទះបងឯងអញ្ចឹងដូចខ្ញុំស្អប់បងឯងតែបងឯងដាំផ្កាខ្ញុំធ្វើដាក់ដីអញ្ចឹងទៅដល់ញុកចូលទៅក្នុងគុំផ្កាបងឯងហ្នឹងឲ្យគេមានច្រើនវិធីអញ្ចឹងអូយច្រើនណាស់រឿងអំពើហ្នឹងតោះតែគ្រូបងឯងខ្លាំងទៅគេធ្វើមិនត្រូវមនុស្សម្នាក់មានគ្រូទាំងអស់គ្រូសំណុំអ្នកខ្លះកើតមកមានសង្វាហ្មងអត់គោរពអត់ជឿអញ្ចឹងគេធ្វើមកត្រូវបណ្ដោយតែបើបងឯងជឿគោរពគេថ្ងៃសិលអុជធុកលើហឹងកងម៉ាយើងអីគេលើអាសនៈយើងទៅធ្វើអត់ត្រូវទេហើយខ្ញុំគិតចេះហេតុអីបានធ្វើអំពើហ្នឹងយើងធ្វើបានតែរឿងមិនល្អហេតុអីក៏ធ្វើអត់បានរឿងល្អឧទាហរណ៍ខ្ញុំឧទាហរណ៍ខ្ញុំធ្វើអំពើឲ្យយ៉ារិនខ្លាចជាមានហ្មងខ្ញុំទៅធ្វើអំពើឲ្យយ៉ារិនអញ្ចឹងខ្ញុំទៅធ្វើអំពើឲ្យមកឯងខ្លាចជាជំទាវអញ្ចឹងធ្វើអំពើបែបល្អមិនអត់បានអញ្ចឹងធ្វើអំពើបានន័យថាអាក្រក់មកយល់ខ្ញុំនិយាយអត់លើផែនដីហ្នឹងភាពល្អភាពអាក្រក់វានៅគូគ្នាស្រីគូប្រុសអាក្រក់គូល្អតែគាត់ថាអំពើអាក្រក់មិនអាចឈ្នះអំពើល្អបានតែអំពើអាក្រក់អត់ពលខ្លាំងណាតែវាមិនអាចឈ្នះអំពើល្អបានចាំបានខ្ញុំឆ្ងល់ណាធ្វើអំពើឲ្យអ្នកជំនាញខ្លួនធ្វើអំពើឲ្យទាំងអស់យកសក់យកអីទាំងអស់ធ្វើឲ្យពួកហ្នឹងមានយើងធ្វើអំពើអាក្រក់ដូចយើងនិយាយអាក្រក់ដែរអ្នកដទៃដែរឃើញហ៎ធ្វើគេស្អប់ជេរគេផ្លែតគេស្អប់ឃើញអត់ហ្នឹងអញ្ចឹងអារឿងអំពើហ្នឹងក៏ពិបាកនឹងអធិប្បាយនិយាយមែនទេបាទវាជារឿងដែលពិបាកនឹងអធិប្បាយមែនតែនអាតំណត្រង់នេះក៏មិនទាន់មានពីណាអធិប្បាយថាថៃគ្រាន់តែយើងនេះមកសោតមកនេះចាក់យើងក៏អាចធ្វើឲ្យយើងនេះយើងស្លាប់បានយើងអាសេះអាសោះធ្វើយើងឈួតបានអាតនេះខ្ញុំក៏មិនទាន់ជ្រៅតដែលអ្នកដែលមានប្រាជ្ញាជាងខ្ញុំថងចំណុចហ្នឹងបាទគេអាចយល់ស៊ីជំរឿដូចឧទាហរណ៍បើយើងមិនយល់ពីសម័យពុទ្ធកាលមិនយល់គឺយើងសួរព្រះពុទ្ធជាម្ចាស់បាទតែឥឡូវសម័យឥឡូវតតែជាលោកអង្គណាដែលគាត់មានសិលខ្លាំងឬគាត់មានប្រាជ្ញាញាណខ្លាំងគាត់អាចប្រាប់ថាថៃអំពើគ្រាន់គេសូនរូបខ្ញុំសោះចាក់ខ្ញុំសោះមិនក៏ទៅជាខ្ញុំនៅដេកនេះឈឺខ្ញុំវាអត់យល់ដែរថងហ្នឹងតែអារឿងធ្វើអំពើល្អទេអានឹងវិជាសាស្ត្រអាចនេះបានរឿងដែលព្រះពុទ្ធជាម្ចាស់ព្រោះសាសនាព្រះពុទ្ធជាសាសនាជាមួយនឹងវិជាសាស្ត្រធម្មជាតិព្រះពុទ្ធគាត់និយាយថាធ្វើល្អបានល្អធ្វើមនុស្សធ្វើល្អតែបាទគាត់ពីកាយមនុស្សអញញឹមជារឿងធម្មតាខ្ញុំអញញឹមដាក់គ្រប់គ្នាអ្នកគ្រប់គ្នាមើលមកខ្ញុំគេប្រកាសថាជុកព្រៃជាមនុស្សរស់រាយគេញ៉ាំជារឿងធម្មតាតែបឹកប្រកាសជាចងចាំថាអូយមិននឹងឆ្លើយម៉េះអាហ្នឹងគេនឹងវាពិសោធន៍បានបាទនិយាយតាមធម្មជាតិវាជាធម្មជាតិសាសនាពុទ្ធជាមួយ Robert Einstein ហ៎សូម្បី Robert Einstein ក៏ជឿលើព្រះពុទ្ធជាម្ចាស់សាសនាពុទ្ធណា Albert Einstein ពិតជាបាននិយាយពាក្យហ្នឹងមែនគឺជាសាសនានៃធម្មជាតិនៃការពិតនៃធម្មជាតិហ្នឹងឯងមិនមែនសាសនាឲ្យជឿលើអរុកអរិយអ្នកតាអីអត់ទេអត់ពិសោធន៍ដោយខ្លួនឯងចឹងណាគ្រប់យ៉ាង make sense ហ្មងអត់គ្រាន់តែជាការគិតឲ្យជឿដូចយើងមុនអាគមដូចថាខ្ញុំចាំមកចូលចឹងឈឺបងឯងមែនទេខ្ញុំអត់ហ្នឹងហើយតែបើប្រពុតអត់ទេធ្វើល្អដាក់ខ្ញុំអ្នកនឹងទទួលបានផលល្អទៅវិញអំពើល្អនឹងការពារអ្នកហ្នឹងហើយគេហៅថាអត្តហេអត្តនោនាថោខ្លួនទីពឹងខ្លួនគឺអំពើល្អដែលខ្ញុំធ្វើហ្នឹងណាដល់ថ្ងៃណាឧទាហរណ៍ដូចខ្ញុំធ្វើអំពើល្អថ្ងៃណាមួយមានចោលនៅពីមុខខ្ញុំតែដៃមិនវេនកម្មខ្ញុំអត់មានមួយចោលហ្នឹងផងអត់ប្លន់ខ្ញុំទេតែប្លន់អ្នកផ្សេងទៅហ្នឹងហើយដោយសារអីព្រោះចំហាយរបស់ខ្ញុំនឹងចោលនឹងវាអត់ត្រូវគ្នាវាញ៉ាំមានចំហាយអាក្រក់ដាក់ចោលនឹងផងតែជាគេហៅពវៀងណាអូខេហើយម្យ៉ាងទៀតគេហៅទេវតាថែរក្សាដឹងអត់ធ្វើមិនអត់មានទេវតាថែរក្សាធ្វើអំពើល្អហើយមិនចាំបាច់ទៀមទាផលធ្វើគិតថាខ្ញុំធ្វើព្រោះវាជាអំពើល្អមិនបាច់ចង់នឹងថាបានបុណ្យឬមិនបានបុណ្យនេះតែប៉ុណ្្នឹងបាទអូខេបានមកចឹងបងឲ្យយើងមានសាច់រឿងទី2អត់រឿងទី2មិនហ្នឹង2ឯដែរមានណារឿងល្ខោនមួយរៀបមួយរឿងមួយរឿងទី3អូខេរឿងទី3រឿងទី3ជារឿងរបស់ម៉ៃឆិតអ្នកនៅប៉ោយប៉ែតម៉ៃឆិតគឺជាលេខគ្នាហើយរឿងហ្នឹងនិយាយបានទាំងអស់និយាយបានទាំងអស់អូខេអានេះនិយាយបានទាំងអស់មនុស្សពិតរូបរាងពិតរស់នៅដល់ថ្ងៃយើងអត់មានស្អីគេ
គេហៅគិតមកខ្លួនឯងតែខ្លួនឯងទេមានទាំងអស់រូបរាងពិតរឿងរបស់គ្រូភ័យគឺមានកន្លែងពិតមនុស្សពិតរឿងពិតយ៉ាងអូខេម៉ែឆាត់គាត់គឺជាភេទទី3ម្នាក់អាយុឥឡូវគាត់60ហើយណា អូ 60ហើយគាត់គ្រូមើលបៀអ្នកនៅប៉ោយប៉ែតស្គាល់គាត់ទាំងអស់ខ្ញុំជឿថានៅពេលដែលចេញ EP នេះទៅប្រកាសជាមានអ្នក comment រឿងម៉ែឆាត់ហ្នឹងព្រោះខ្ញុំក៏អាសាមើលម៉ែឆាត់ហ្នឹងដែរពីមុនណាគឺគាត់អត់ប្រកែអីទេគាត់ប្រកែរឿងបើកបៀ បើកបឿច្បាស់យ៉ាងជំនាញគាត់ ជំនាញហ្មងគាត់ថាបានមិនបានគឺមិនបានបើកបៀប៉ក់បើកបៀបើកបៀប៉ក់អញ្ចឹងប៉ក់ យកបៀធម្មតា ដៃឆ្វេងបើកបានលឹកដៃសាមបើក ហ្នឹងហើយបានលឹកអត់ឧទាហរណ៍ខ្ញុំថាមើលថ្ងៃហ្នឹងឧទាហរណ៍លក់ដីខ្ញុំបានឬមិនបានបើកមកពឹបបានពីមនុស្សស្រីតែប្រហែលជា3ខែទៀត ច្បាស់ បើបើកមិនបានគឺអត់បានខ្ញុំអាសាជឿគាត់មិនមែនថាប្រម៉ូតគាត់ទេខ្ញុំគ្រាមួយខ្ញុំធ្លាប់ប្រម៉ូតគាត់មែនហើយកូនចៅកូនសិស្សគាត់ច្រើនណាហើយគាត់ជាគ្រូអត់ទាទំនឹបទេប្រហែលក៏បាន ខ្ញុំតសើគ្រូអត់រៀងអាភាគរយជឿហ្នឹងខ្ពស់គ្រូអត់ទាតំណឹប ក៏អត់ទីទេព្រោះគាត់ប្រាប់ថាដាក់ប្រហែលតាមសទ្ធារបស់កូនតែកុំឲ្យថាកុំដាក់ហ្មងប្រហែល500 1000ក៏មកយកដែរឲ្យតែថា កុំឲ្យអត់សោះ កុំឲ្យអត់សោះព្រោះវាជាតំណម កណមគ្រូហ្នឹងហើយបកត្រឡប់ទៅកាល50ឆ្នាំមុននៅព្រៃវែង បក50ឆ្នាំមុនចឹងមានន័យថាម៉ែឆិតទៅអាយុ10ឆ្នាំ ចាអាយុ10ឆ្នាំជារឿងរបស់ឪពុកគាត់ នេះបងឲ្យថែមតែ3រឿងទៀតជុំវិញស្រុកខ្មែរបរយ មិនហ្នឹង ចុះបកគ្រប់ខេត្តអស់ហើយ មែនតា បើសម័យបកគ្រប់ខេត្តអស់ហើយណាយើងទៅគ្រប់ហើយណា អត់ទេមែនទេអត់មានបកគាត់រងថ្ងៃគាត់នៅប៉ោយប៉ែត ហ្នឹងហើយ តែដើមកណ្ដាលគាត់គឺគាត់នៅព្រៃវែងអ្នកព្រៃវែងតែរងថ្ងៃគាត់នៅប៉ោយប៉ែត បាទ គាត់អ្នកប៉ោយប៉ែតតែពីដំបូងគ្រួសារគាត់នៅព្រៃវែងនៅកន្លែងបាភ្នំឈើកាច់បាភ្នំហើយគាត់និយាយថាអញ្ចេះសម័យមុនគេមានការគេការ3ថ្ងៃ3យប់ណា ការ3ថ្ងៃ3យប់មានបុកលាក់បុកអីការសម័យ50ឆ្នាំមុនសួរអ៊ំចាស់សេរីកុងយើងបានដឹងកំមុំដូចខ្ញុំអត់ដឹង ជាង8ជាងអី អូយ50ឆ្នាំមុន ហាមុនពីឥឡូវអូចិត្តជាង60 ព្រោះឥឡូវម៉ែឆិតហ្នឹងគាត់អាយុ60គាត់និយាយថាគាត់60ហើយការនោះគាត់ តែ10ឆ្នាំ គាត់មិនមែន10ឆ្នាំទេ60ឆ្នាំហើយគាត់ថាគាត់ការនោះនៅតែ2ខួបហ្នឹងរឿងដែលកើតហ្នឹងគឺគាត់ហ្នឹងការនោះម៉ែឆិតហ្នឹងគាត់ប្រាប់ថាពេលដែលខ្មោចលងឪពុកគាត់ហ្នឹងគឺគាត់តែអាយុ2ឆ្នាំទេបងស្រីហ្នឹងគឺអាយុ10ឆ្នាំហើយ អូខេ ណាហើយគេការគឺស្មាតោអ្នកមានលុយគឺគេជាអតេះគោអ្នកមានលុយជាអតេះគោហើយគាត់ជាក្រុមភ្លេងភ្លេងគេហៅភ្លេងខ្មែរបុរាណភ្លេងខ្មែរពួកភ្លេងការបុរាណហ្នឹងម៉ែឆិតគាត់និយាយថាដើរហ្នឹងគ្រាន់តែដើរហ្នឹងគឺឡើងមួយថ្ងៃដើរទៅគ្រោងការសម័យហ្នឹងអត់មានថង់ទេណាអត់មានថង់ប្លាស្ទិកទេណា60ឆ្នាំមុនណាគឺកម្មាមួយចងក្បាលកម្មាមួយសម្រាប់វិចនេះវិចនំវិចអីមកម៉ែឆិតនិយាយអាហ្នឹងតតែអ្នកសម័យបុរាណគេហៅបង្វិចអត់មានថង់អីអត់មានទេហើយគេជីកអ្នកមានគឺគេជីកអតេះគោទៅការហ្នឹងបាទអូខេម៉ែឆិតប្អូនអាយុយកប្អូនស្រីទៅជាមួយទៅអញ្ចឹងទៅប្អូនស្រីហ្នឹងគេការ3ថ្ងៃដល់ពេលថ្ងៃចុងក្រោយគេមានបុកលាក់បុកអីថ្ងៃចុងក្រោយគេហូបចប់ហ្នឹងម្ចាស់ដើមការគាត់ថាប្រាប់ម៉ែឆិតហ្នឹងថាដេកនៅនឹងទៅហើយចាំមិនមកចាំព្រលឹមសំទៅព្រោះម៉ោង4ម៉ោង5ល្ងាចទេណ៎បាទគាត់ថាអត់ទេនឹកផ្ទះទៅផ្ទះឲ្យខ្ជិលនាំកូនដើរបដាទៅហើយសម័យនោះអត់មានចៅប្លន់ចៅអីទេគេអត់ខ្លាចចៅប្លន់ចៅអីទេសម័យនោះ60ឆ្នាំមុនណាដីព្រៃអត់សូវមានផ្ទះទេស្មាតោគាត់និយាយថានៅខាងព្រៃវែងនោះគឺព្រៃមែនព្រៃវែងមែនអត់សូវមានផ្ទះទេព្រៃវែងផ្ទះនោះយូរមានឃើញផ្ទះមួយអញ្ចឹងទៅឃើញយូរឃើញភូមិគេមកកញ្ចប់ទូអញ្ចឹងទៅហើយដើរគាត់ថាដើរអញ្ចឹងទៅដើរតាំងពីម៉ោង4នេះមកចាប់ដើមលាគេយើងភ្លេងខ្មែរយើងចប់គេចាប់ដើមហូបអីគេស៊ីកាហើយយើងភ្លេងខ្មែរត្រូវរើមែនអត់ក៏ម៉ោង4ម៉ោង5ល្ងាចយើងហ្នឹងដើរម៉ោង7 8យប់អញ្ចឹងទៅដើរអញ្ចឹងទៅអូនហើយកូនខ្ញុំសួរថាអីម៉ែឆាត់ប្អូនស្រីទៅធ្វើអីប្អូនស្រីទៅជួយវាយអានៀតវាយអីអញ្ចឹងណាប្អូនស្រីចេះលេងអានៀតលេងអីអញ្ចឹងណាដល់ពេលហ្នឹងទៅមកអញ្ចឹងក៏វិចនំសមគាត់ថាវិចសមវិចនំចាំងសមជ្រូកហ្នឹងវិចនឹងកណានឹងនេះកម្មាកដាត់កម្មាមានកម្មា2កម្មាមួយសម្រាប់នេះក្បាលកម្មាមួយគាត់ចងចង្កេះគាត់ហ្នឹងហើយគាត់ទៅឲ្យធំពីក្រៅហើយគាត់យកកម្មាដែលចងចង្កេះហ្នឹងវិចនំវិចនំហើយទៅគាត់ដឹកដៃប្អូនស្រីបងស្រីគាត់ក៏ចេះល្អម៉ាមួយដេកទេប៉ាបើដើរម៉ោង9ម៉ោង10យប់អីហ្នឹង ដើរប្រហែលម៉ានអ្នកពេលហ្នឹងដើរតែ2នាក់នៅម៉ែនេះហ្នឹងដើរតែមីវាឲ្យកូនហ្នឹង
អូខេ ដើរពីរោងការគេមក ចុះ វិញ បងអូនស្រីហ៎ ម៉ែឆិតអត់មាននៅក្នុងតួអង្គហ្នឹងឯណាតួអង្គហ្នឹងគឺបងស្រីម៉ែឆិត បងស្រីនឹងពុកទេ បងស្រីហើយខ្ញុំលឺបងអូនស្រីខ្ញុំលឺបងស្រីខ្ញុំអត់ I'm sorry I'm sorry បងស្រី ខ្ញុំលឺ គឺបងស្រីម៉ែឆិត2ខួបបងស្រី10ឆ្នាំ ហ្នឹងហើយ តែជួយវាយនេះហ្នឹងហើយដើរមកវិញយប់ទៅម៉ោងប្រហែលស្មើហ្នឹងនេះម៉ោង9ម៉ោង10អញ្ចឹងដើរតាមព្រៃអុយព្រៃមែនហើយម៉ែចិត្តថាបងក៏ចេះអូប៉ាអើយមួយដេកនេះឈឺជើងអញ្ចឹងជីលើកប៉ាមកមើលជីលើកប៉ាក៏ដើរពីអ្នកឪកូនអញ្ចឹងដើរតាមព្រៃអញ្ចឹងផ្លូវអតេះគោហ្នឹងណាហើយម៉ោងស្មើហ្នឹងហើយអត់ខ្លាចទេអ្នកស្រុកខាងនោះអត់ខ្លាចព្រោះអត់មានចោលអត់មានអីទេមានត្រូវប្លន់ទេហើយដល់ពេលហ្នឹងទៅក៏ដើរមកធ្វើម៉េចហត់ផងអីផងក៏សម្រាប់ចិត្តព្រោះឃើញថាកូនហ្នឹងក៏ឃើញថាកូនមួយដេកឯណោះដេកទៅរកកន្លែងដេកដឹងដេកកន្លែងណាដឹងអត់ទៅដល់ដីវាលមួយមកចិត្តនិយាយថាដល់ដីវាលដល់ដើរដល់ដីវាលមួយសតតែភ្នោខ្មោចមកចិត្តគាត់និយាយថាសតតែភ្នោខ្មោចប៉ាគាត់និយាយស្ដាប់មិនដឹងធ្វើម៉េចធ្វើម៉េចកូនក៏ហត់ហើយដើរទៅមុខតអត់កើតក៏យកអាវនេះណាយកមកបោះគៀននេះហ្នឹងណាគៀនគេហៅគៀនអីគៀនមិនជាម៉ងទេជាភ្នោគេពូនដីហ្នឹងហើយមានស៊ីម៉ងតិចហ្នឹងបោះគៀនហ្នឹងក៏ក្រាលហើយសុទ្ធតែភ្នោខ្មោចគាត់និយាយដីទៅហៅឋានហ្មង ភ្នោបែបចិនបងហើយ ភ្នោជាភ្នោខ្មោចខ្មែរផងចិនផងគាត់និយាយចឹង អូខេ ខ្មែរផងចិនផងលីឡំគ្នាសាភ្នោខ្មោចគាត់និយាយពួកម៉ាអើយអញមកពីចងាយអត់មានកន្លែងនៅអត់នេះតង់ទៅមុខតក៏អត់កើតកូនវាអស់កម្លាំងចឹងណាសុំមកពួកម៉ាឯងដេកផងឥឡូវឯងអត់មានអីឲ្យស៊ីនេះមានអីមានអានំសមហ្នឹងគាត់ក៏ស្រ័យនេះហ្នឹងណាកម៉ាហ្នឹងនំសមជ្រូកហ្នឹងហើយនឹងចេកហើយនំចាំងហ្នឹងដាក់នៅមុខភ្នោហ្នឹងណាពួកម៉ាឯងជួយមើលគ្នាផងណាគ្នាមានតែប៉ុណ្្នឹងធ្វើម៉េចគ្នាមកពីចងាយកុំថាអីថាវ៉ាន់អញ្ចឹងណាគាត់ដាក់អញ្ចឹងទៅគាត់ក៏មីអូនហ្នឹងក៏ដេកអញ្ចឹងគៀនភ្នោហ្នឹងទៅគាត់ហ្នឹងក៏អង្គុយជក់បរិកតាបហ្នឹងណាជក់មកសាឡេទៅរៀងមនុស្សរៀងល្ងុយដេកដែរហើយគាត់ចាប់ផ្ដើមប្រះខ្លួនដេកអាលាវលឺសំឡេងដានជើងម៉ោង7:10អីនោះសំឡេងដានជើងទាំងប្រុសទាំងស្រីដើរពីចុងភូមិមករាវគេទៅមកវិសិកាហ្នឹងលឺហ្នឹងឲ្យមកទៅមេឃខែភ្លឺអញ្ចឹងមេឃខែភ្លឺរៀងឃើញសមហើយគេថាជុំវិញសិតតែមែនសិតតែភ្នោខ្មោចទាំងអស់ដីទៅហៅឋានសិតភ្នោខ្មោចគាត់ក៏ថាភ្នែកលាវភ្នែកគាត់ហ្នឹងក៏ប្រឹមគាត់ដឹងហើយតែគាត់ដោយថាគាត់ចាស់គាត់អត់ខ្លាចផងហ្នឹងហើយគាត់ដឹងថាតែបើគាត់ជាមិនមែនមនុស្សហើយមករាហ្នឹងគាត់ថាទៅមកពីចងាយគាត់ក៏លក្ខណៈភ្នែកធ្វើដូចតែមមីអញ្ចឹងណាមមីគាត់ឃើញមកតែឃើញតែមកកណាត់ទាំងស្រីទាំងប្រុសមកពុបគេមកឈប់នៅមុខភ្នោហ្នឹងហើយគេហៅធឿនណាមកនៅចុងភូមិគេសបងរោងគេដាក់សំណែនស៊ីគេសបងរោងនៅចុងភូមិមកទៅអត់គេសែនតែទឹកអធំគេដាក់សបងរោងនៅនោះមកដូចគេសែនកតូងសែនអីចឹងណាមកទៅស៊ីអត់គាត់អត់ដេគាត់ធ្វើភ្នែកលាវនឹងចិត្តភ្នោហ្នឹងណាហើយទៅលឺសលេងចេញពីភ្នោតែគាត់ដឹងតែជាខ្មោចទេគាត់ថាអាពូម៉ាទៅទេព្រោះតែអញមានភ្ញៀវទៅទេតែអញមានភ្ញៀវភ្ញៀវឯងស្អីទៅសិនទៅនៅខាងចុងភូមិនោះគេសែនកតូងកថឹកចឹងអីមិនក៏មិនទៅអត់ទៅឯងទៅចាស់អញជាប់ភ្ញៀវតែប៉ុណ្្នឹងតែចាញ់តែមុនណាគាត់ធ្វើភ្នែកប្រឹមអញ្ចឹងគាត់ធ្វើរៀងបិទដេកងតែភ្នែកប្រឹមបន្លំគាត់ថាឃើញទាំងអស់តែដោយសារមនុស្សខ្លះគេអត់ខ្លាចខ្មោចផងគាត់ថាទៅដើរចុកដើររាវទាំងស្រីទាំងប្រុសទៅហើយដើរអញ្ចឹងអញទៅហើយតែដល់ពេលហ្នឹងក៏គាត់នេះទៅគាត់ថាខ្មោចនឹងអត់លើងគាត់ទេតែប៉ុណ្្នឹងចង់ប៉ុណ្្នឹងជួយមើលថែសាដល់ចិត្តភ្លឺទៅគាត់នេះទៅគាត់ជំរាបលាអញ្ចឹងណាអរគុណណាពួកម៉ាអើយគាត់និយាយចឹងតែពួកម៉ាក់មែនអត់ឬក៏គាត់ទៅហៅក៏ហៅអាម៉ាអញ្ចឹងពួកម៉ាអើយគេហៅអញ្ចឹងដូចជាយើងនៅសុំផ្ទះជប់អីគេជ្រើកអញ្ចឹងណាហ្នឹងហើយគាត់ប៉ាគាត់ប្រាប់ថាបើដើរក្នុងព្រៃកុំទៅដេកខ្ទើមអ្នកតាដាច់ខាតអ្នកតាព្រៃអត់ជួយយើងទេតែដេកខ្មោចជាមួយខ្មោចដូចមនុស្សចឹងពឹងគេឲ្យគេជួយយើងខ្មោចអត់ដូចព្រាយទេចាំនាងព្រាយបើព្រាយអានឹងមិនធ្វើបាបយើងខ្មោចអត់ធ្វើបាបយើងទេខ្មោចគឺជាមនុស្សដែរហ្នឹងតែគេរកគេងាប់ទៅគេនៅទៅនឹងអញ្ចឹងបើយើងមិនទៅប៉ះពាល់គេក៏មិនលើងយើងអញ្ចឹងណាបើយើងនិយាយស្រួលមួយគេអូខេស្រួលវិញពួកគេជាមនុស្សនិយាយពីមុនគេជាមនុស្សនិយាយនេះបានតែថាមិននេះគឺប្រកាន់ច្រើនបំផុតអ្នកតាមួយព្រាយពីរប្រកាន់ណាស់មិនមើមកាច់យើងហើយគាត់និយាយថាហើយខ្ញុំថាមិនក៏មិនទៅដេកខ្ទើមអ្នកតានៅតាមនោះគេមានអ្នកតាអ្នកអីតាមផ្លូវមកអត់ដេកទេអ្នកតាឧទាហរណ៍អ្នកតាទៅដេកតែបើសិនតែពួកព្រីអាបមកវាយកសំណែនមកសាច់អ្នកតានោះអត់មើលយើងទេហើយបើដាក់ជើងទៅ
បន្ទាប់អ្នកតាក៏មិនកើត ប្រកាស ប្រ ប្រកាន់ស្អី មិនចាំប្រកាន់ នោម ខ្ញុំមិនយល់ ចុះគេតែនិយាយថាចេះអូខ្ញុំឃើញអ្នកផ្ទះខ្ញុំអញ្ចឹងណាឲ្យតែរៀងណាគេប្រកាន់ចេះអញសងខ្ទង់ឲ្យលើរបៀបអញ្ចឹងប៉ុនប្រកែប្រកាន់ ជុំកាន់អ្នកតាក្បាលស្ពាននេះអ្នកតាក្បាលស្ពានស្អីគេប្រកាន់ណាម្នាក់នោះគាត់ស្លាប់នេះហើយចូលណាសម្រាប់នៅអ្នកស្រុកខាងនំ ស្ពានណាក៏បានដែរ ស្ពានបាច់ស្ពានណាដល់ស្ពានចិត្តផ្ទះខ្ញុំទៅនៅស្រុកខាងខ្ញុំកំពុងចាមបាច់ស្ពានណាឯងបាច់ស្ពានណាដល់ស្ពានចិត្តផ្ទះកំពុងចាមផ្ទះបុនខ្មោចឥឡូវយើងអត់និយាយបញ្ចេញឈ្មោះទៀតណាបុនខ្មោចហ្នឹងគាត់គេដាក់ទង់នៅមុខផ្ទះតែផ្ទះហ្នឹងវាហាយចេញខ្មោចកើតវាត្រូវហាយខាងក្រោយហាយចេញក្រោយផ្ទះ មិនចឹង ខាងមុខផ្ទះវាទូចពេកយោ អូ វាហាយអត់កើតតែដាក់ទង់នៅមុខផ្ទះបានតែវាហាយខ្មោចហាយអត់កើតខាងក្រោយវាពិបាកអាផ្ទះជាប់គ្នាទូចទៅវា តែទៀម ផ្ទះទៀមឲ្យវាប្រឡោះទូចវាហាយអត់កើតណា អូ ហាយចេញតាមទ្វារក្រោយវិញ ផ្លូវបានតែម៉ូតូជិះហ្នឹង ស្លាប់ អាផ្ទះដឿងហែមអញ្ចឹងលេងស្រាប់តាអ្នកតាចូលលេងខ្មោចចូលខ្មោចអ្នកភូមិតែយកអត់មកទេចូលថាដាក់ទង់មុខផ្ទះហើយអញក្រោយផ្ទះហើយអញទៅរវត្តឃើញហី អញ្ចឹងណាមានអញ្ចឹងទៀតពេលដែលយើងហាយហើយទៅដុតចូលហ្មងណាដល់ពេលមួយទៀតអ្នកតានៅនេះហ្នឹងក៏អញ្ចឹងដែរអ្នកតាហ្នឹងក៏ប្រកាន់អ្នកងាប់នឹងទៀត តែជុំខ្ញុំសុំកាត់កំតន់ដល់នឹងសុំហៅវត្តអត់ឃើញយ៉ាងនិយាយចឹងហី ហ្នឹងហើយគឺនិយាយថា ចូលហើយថាហៅវត្ត ស្មានតែថាទង់ដាក់នៅមុខផ្ទះហើយហែងហាយអញមកក្រោយផ្ទះវិញ្ញាណខ្មោចដែលងាប់ហ្នឹងគឺយកទៅដុតហ្នឹងចូលញាតហ្នឹងណា ញាតនៅវត្តញាតនៅផ្ទះ ញាតនៅផ្ទះហ្នឹងកំពុងតែដុតហ្នឹងថាយំស្រែថាមកហែងមកដាក់ទង់នៅមុខផ្ទះហែងហាយអញនៅក្រោយផ្ទះហើយអញរើផ្លូវទៅវត្តអត់ឃើញទេអាហ្នឹងតែប៉ុណ្្នឹងខ្ញុំអត់បានអាប់ដេតអីទៀតទេហើយមួយយ៉ាងទៀតគឺមានអ្នកតាហ្នឹងមកចូលមកតង់ទៀត នៅហងកម្មវិធីប៉ុនហ្នឹងដែរ អ្នកតាហ្នឹងមកចូលមកដល់អ្នកតាក្បាលស្ពានហ្នឹងមកចូលថាអញស្អប់ហ្នឹងណាតាំងពីនៅរស់រហូតដល់ងាប់អត់ដែរសែនឲ្យអញស៊ីសោះ ហើយមួយម៉ាត់ហ្នឹងអញ្ចឹងដែរ មកខឹងអ្នកងាប់ហ្នឹងវាអញ្ចឹងអ្នកតាប្រកាន់ណាតែខ្ញុំនេះអានេះខ្ញុំម្ដងជំនាងផ្ទះអ្នកតាជំនាងផ្ទះក៏ប្រកាន់យើងដែរបើយើងមិនល្អមានឃ្លីបមួយម្ដងឃ្លីបហ្នឹងហ្វេនខ្ញុំតន់អត់ទេឡាយហ្នឹងចាំអាហ្នឹងគឺប៉ះខ្លួនឯងអត់សូវជឿរឿងអញ្ចឹងណាអាចយើងញញយើងមិនឡាយយើងឡាយថ្ងៃនោះយើងឡាយលក់កាបូឬឡាយស្អីមិនដឹងទេពាក់អាសពុតខ្លីវៃនេះឆែកពណ៌ខៀវអាវចងដាក់កៅអីមុខជំនាងផ្ទះហ្នឹងលីងឡើងលើជំនាងលើកៅអីហ្នឹងជើងរំយកបដ ாய் ជំនាងផ្ទះអញ្ចឹងកៅអីអញ្ចឹងខ្ញុំឡើងលើកៅអីហ្នឹងជើងរំសិចដូច Britney Spears អញ្ចឹងបិទឡាយចាប់ម៉ោង10យប់2ដណ្ដប់ស្កន់ជន់អូយនេះមែនស្កន់ជន់មិនស្កន់ជន់អីទេ សកត់យើងហ៎ មិនសកត់អត់ទេមិនសកត់ទេ គឺមិនវិញ គ្រុនក្តៅដល់ថ្នាក់លេបថ្នាំអត់បាត់ក្តៅដល់ស្គាល់ពាក្យខុនញាក់អេ ស្គាល់ បែបហ្នឹងខុនញាក់អ្នកដែលក្នុងហេតុការ ស្អីចាច់ទឹកចាញ់ដី ចាញ់មែនដូចចាញ់ទឹកចាញ់ដីខុនញាក់បងអើយខុនញាក់ម៉ោង2បន្ទាប់ខ្ញុំខុនញាក់រហូតដល់ផឹកព្រលឹមញាក់ឡើងក្តៅដូចចង់ផ្ទុះខ្លួនលេបថ្នាំអត់បាត់ទេរហូតដល់មួយយប់មួយថ្ងៃទៀតខ្ញុំចាប់ដើមអង្គុយគិតដេកញាក់ហ្នឹងណាអញធ្វើអីខុសដឹងបដ ாய் ឲ្យសង្ស័យតែហែកដៃហែកជើងមុខជំនាងផ្ទះហ្នឹងតើអត់ធុកលេបថ្នាំប៉ារ៉ាតាពីគ្រាប់កន្លះម៉ោងជាឲ្យលហឹម អានេះហើយគុំសមអាយុហ៎ អូយអានេះជារឿងដែលខ្ញុំជួបផ្ទាល់លេងខ្ញុំលេងជំនាងផ្ទះនៅខាងក្រោមខ្ញុំលេងដាក់កៅអីឲ្យសពុតខ្លីដឹងអានេះអាណៅមិនឡើងទៅលើអានោះតែហែកដៃហែកជើងមុខឡាយសិចស៊ីគាត់មើលពីក្រោម ទៅ ដឹងថាជំនាងផ្ទះខ្លួនឯងប្រុសឬក៏ស្រីអញ្ចឹង ជំនាងផ្ទះជាលោកតាចាស់ព្រោះ តាចាស់ ព្រោះម៉ែឈិតធ្លាប់ទៅដេក ម៉ែឈិតធ្លាប់ដេកហើយគ្រូគេ ម៉ែឈិតមកពីប៉ោយប៉ែតហ្នឹង ម៉ែឈិតប៉ោយប៉ែតគាត់អាសាទៅដេកម៉ែឈិតហ្នឹងឲ្យទៅដល់ផ្ទះខ្ញុំពុបគឺចាប់ដើមយកធុកទៅអុចគាត់សុំហើយគាត់ថាជុកព្រៃផ្ទះជុកព្រៃបារមីធំចុងការអញ្ចឹងអញដេកអញ្ចឹងតាហ្នឹងគាត់ចេញមកអញ្ចឹងគាត់មកឈរមើលអញមកស្ទុះហើយគាត់ចូលទៅក្នុងអាសនៈវិញដូចម៉ែឈិតគាត់ដេកលើទេគាត់ដេកនឹងបរិយមិនខាងក្រោមនៅមុខជំនាងផ្ទះហ្នឹងគាត់ដេកខាងក្រោមយើងដេកលើតែម៉ែឈិតគាត់ថាពេលខ្លះចេញមកឈរអើតមើលអញហើយដើរចូលទៅវិញជាតាចាស់អញ្ចឹងហើយតាណាគាត់ចូលចិត្តសិចស៊ីអញ្ចឹងខ្ញុំស្កន់ជន់ម្ដងនោះខ្ញុំក៏រប់លេងហ៊ានស្កន់ជន់មិនស្កន់ជន់នេះគឺខុនញាក់ខុនឡើងគាត់ដៅឡើងអើយអញហួសអត់ទេនេះជូនទៅពេទ្យចាក់ថ្នាំអត់បាត់ទេរហូតដល់មួយថ្ងៃមួយយប់ទៀតរហូតដល់ទៅចាក់ថ្នាំអត់បាត់ទេគាត់ដៅញាក់ឡើងអញ្ចឹងខ្លួនអញ្ចឹង
ខ្ញុំថាប្រកាសជាអញ្ចឹង ជំនាញតែ ជំនាញផ្ទះទៅអុចធុកបីតសៃថាបើកូនចៅខុសក៏សុំកម្មាទោសផងនិយាយទាំងញ័រដៃអញ្ចឹងទៅលេបថ្នាំប៉ារ៉ាតា2គ្រាប់មកស្ទុះមកទៅចាក់ខ្លួនឲ្យលហឹម ធម្មតាហ្មង ជឿតាំងពីនោះមកនេះកើតជាមនុស្សធម្មោបដ ாய் កុំលេងជាមួយជំនាញផ្ទះជំនាញផ្ទះនេះសំខាន់ណាស់ធ្វើប៉ុននេះអត់ទិសឲ្យជំនាញផ្ទះហើយបើយកល្អហ្មងខ្ញុំប្រាប់កុំអាសាដើរស្រាត់មុខជំនាញផ្ទះពេកធ្វើអីអាក្រក់ៗមុខជំនាញផ្ទះក៏កុំព្រោះជំនាញផ្ទះនិងម្ចាស់ផ្ទះចរិតស្តៀងគ្នាជំនាញផ្ទះមិនបាច់ពេលបងអញទៅទិញផ្ទះភាគច្រើនណាយើងទៅទិញផ្ទះយើងថាយើងចាប់បានផ្ទះលេខ6តែបងឯងដើរមើលនឹងមានជំនាញផ្ទះមួយហ្នឹងធ្វើឲ្យបងឯងចង់ចូលមកមើល ពេលយើងទៅទិញផ្ទះមិនមែនយើងអ្នករើសផ្ទះទេផ្ទះអ្នករើសយើងជំនាញផ្ទះហ្នឹងនឹងធ្វើឲ្យយើងដូចទៅហោមនុស្សចរិតមិនជំនាញផ្ទះត្រូវតែចរិតស្តៀងអញ្ចឹង យកនិយាយតែឲ្យយើងចាប់អារម្មណ៍ថាផ្ទះហ្នឹង បងឯងចាំមើលជំនាញផ្ទះបងឯងនឹងចរិតនៅក្នុងផ្ទះហ្នឹងស្តៀងគ្នាអាចតែចរិតស្តៀងផ្ទះហ្នឹងអូខេជាមនុស្សមានចិត្តចូលចិត្តធ្វើបន់មួយដូចយើងចាស់ទៅតែគាត់មិនពេញចិត្តចំណុចយើងដូចមនុស្សលោកអាចចូលចិត្តសិចស៊ីអញ្ចឹងអញ្ចឹងយើងខុសត្រង់ហ្នឹងតែអាចចរិតគាត់ចាស់ទុំអូខេជប់ប្រៃចូលចិត្តធ្វើបន់ដូចតាដែរអីដែរអញ្ចឹងទៅស្តៀងអញ្ចឹងអាហ្នឹងគឺដូចខ្ញុំធ្លាប់ឮលោកនិយាយអញ្ចឹងភាគច្រើនយើងទៅមើលបូរីមើលផ្ទះមើលអីយើងគិតថាខ្ញុំចង់បានផ្ទះលេខ10តែដល់ពេលចុងក្រោយមកបានផ្ទះលេខ6 យ៉ាអត់ខ្ញុំមើលតែលេខ10អត់ទៅអត់ចូលចិត្តដូចចូលចិត្តផ្ទះលេខ6ជាងអញ្ចឹងដូចជំនាញផ្ទះគេនតើងយើងបើហត់តែយើងអាក្រក់ដាក់ជំនាញផ្ទះឆ្លើយអសរោះជាមួយជំនាញផ្ទះធ្វើយើងក្តៅក្រហាយរហូតដល់ការកាប់សម្លាប់គ្នាហ្នឹងផ្ទះសាហាវណាជំនាញផ្ទះជំនាញផ្ទះព្រោះគេជាម្ចាស់ផ្ទះអ្នកឯងយើងជាមនុស្សត្រឹមជាអ្នកស្នាក់អាស្រ័យតែប៉ុណ្ណោះហ្នឹងហើយអាស្រ័យតែតិចចឹងដូរម្ចាស់ទៀតតើយើងស្លាប់ដូរម្ចាស់ទៀតហើយហ្នឹងហើយដូរម្ចាស់ទៀតហើយតែជំនាញផ្ទះគេនៅនឹងរហូតតើគេអស់ប៉ុនមិនគេទៅហើយអញ្ចឹងហើយអញ្ចឹងមិនថាខ្ញុំប្រាប់អ្វីដែលធ្វើឲ្យជំនាញផ្ទះនេះដាក់សែនរងថ្ងៃព្រោះជំនាញផ្ទះគេដូចមនុស្សអញ្ចឹងដូចមនុស្សព្រោះគេជាទេវតាថ្នាក់ទាបពាក់កណ្ដាលខ្មោចពាក់កណ្ដាលទេវតាហ្នឹងហើយយល់ទេចិត្តអន្សក់ប៉ងសំបុនកសោហ្នឹងហើយកំពុងឡើងតំណែងទៅជាទេវតាថ្នាក់លើបើទេវតាហ្មងគេអត់មកចិត្តមនុស្សទេពាក្យថាទេវតាត្មងណាគេអាចទៅនៅលើគេអត់មកចិត្តមនុស្សព្រោះអីមនុស្សមានក្លិនស្អុយណាយើងរងថ្ងៃយើងស៊ំខ្ញុំឧទាហរណ៍រងថ្ងៃពួកយើងដូចប្រគុណអញ្ចឹងយើងញ៉ាំសាកសពនេះនៅក្នុងប្រគុណយើងដូចប្រគុណអញ្ចឹងគាត់ថាយើងមានអីយើងមានស្បែកហុំការពិតយើងដូចប្រគុណចល័តអញ្ចឹងណាក្លិនស្អុយជះទៅរហូតតែដោយសារភាពជាមនុស្សរបស់យើងស៊ំនឹងគ្នាតែបើទេវតាគេអត់ទេគេនៅចិត្តមនុស្សអត់បានទេព្រោះគេនៅចិត្តមនុស្សលុះត្រាតែមនុស្សហ្នឹងជាមនុស្សដែលគេហៅថាមានសិលខ្លាំងសិល8សិលអាភាពសិលរបស់គេហ្នឹងលុបបំបត្តិភាពស្អុយហ្នឹងដូចស្មាតទៅក៏មិនមែនមកនៅចិត្តយើងទេគាត់គេបង្ហាញឲ្យដូចដល់លោកដែលមានសិលខ្លាំងអីចឹងបង្ហាញឲ្យឃើញបន្តិចចឹងគេទៅបាត់ចឹងទៅព្រោះថ្ងៃគឺពាក់កណ្ដាលដែលនៅមួយយើងគឺទេវតាពាក់កណ្ដាលខ្មោចពាក់កណ្ដាលទេវតាអញ្ចឹងបានថាបើចង់ឲ្យផ្ទះណារីកចម្រើនសែនជានាងផ្ទះឲ្យរងថ្ងៃបាច់អីច្រើននេះនំប៉ាវមួយនំចុងបើអត់មាននំប៉ាវនំឡើងមួយអាទឹក5ជួរគេហ្នឹងហ៎តែប៉ុណ្្នឹងទៅហើយបើចង់ឲ្យល្អជាងហ្នឹងទៅធ្វើបន់អាទិសសូមឲ្យបន់នេះដល់ជានាងផ្ទះខ្ញុំចាំមើលផ្ទះនោះមានតែស្នាមញឹមជានាងផ្ទះហៅរឿងល្អចូលហើយសុកអ្នកអើយការងារចូលហើយហើយផ្ទះមួយទៀតហើយមួយទៀតគឺអាឋានផ្ទះអាឋានលេខផ្ទះដែលល្អបំផុតហ្មងខ្ញុំដឹងតែផ្ទះដែលល្អបំផុតហ្មងហើយអត់ខ្វះស៊ីអត់ខ្វះចាយមានតែក្តីសុខស្នាមញឹមផ្ទះគេអត់សូវមានស៊ីមានចាយមិនក្រោយផ្ទះនឹងមានស៊ីមានចាយផ្ទះលេខ15 51 06 24 42ផ្ទះខ្ញុំលេខដល់360នោះលេខអីក៏បានដែរឲ្យតែប្រមូលគ្នាមកនៅលេខ6 51ក៏បាន15ក៏បាន24ក៏បាន42ក៏បាន06ក៏បាននេះចាស់ចាំមើលផ្ទះនឹងគឺជាផ្ទះមួយដែរគឺមានតែមួយលេខ1ដល់លេខ9ចង់អ្នកឯងលេខប្រមាណក៏ដែរឲ្យប្រមូលគ្នាឲ្យចូលសល់តែមួយលេខទេយល់ពីហ្នឹងហ៎យល់បូកចូលគ្នាឲ្យសល់តែមួយលេខទេឲ្យតែធ្លាក់ជាលេខ6ផ្ទះហ្នឹងគឺល្អមើលផ្ទះខ្ញុំរងថ្ងៃណានៅ Lucky One នោះផ្ទះលេខD6 នៅ Green Home នោះផ្ទះលេខ D51 រាល់ថ្ងៃនៅជីបមកនេះលេខ6បើផ្ទះដែលគួរឲ្យខ្លាចហើយជំនាញផ្ទះកាចបំផុតផ្ទះលេខ7តែចិនបែរជាអានឹងហងស៊ុយត្រូវហើយលេខអីលេខ7មែន
លេខ7គឺលេខខ្លាំង ខ្ញុំអត់ដឹង លេខ8ទេហុងស៊ុយរបស់ចិននោះ100ហុង8 លេខ9និងលេខ7គឺលេខជំនាញផ្ទះខ្លាំងណាស់បើបុគ្គលនឹងធ្វើអីមិនល្អចាំមើលជំនាញផ្ទះធ្វើឲ្យឃើញស្រស់ស្រស់លេខ7នេះមួយលេខ9នេះមួយតែបើអ្នកធ្វើប៉ុនធ្វើទៀនណាទៅនៅតែលេខ7លេខ9ណាអូយត្រូវគ្នាអូខេចូលចិត្ត អត់ចេះអី អត់ចេះអីទេតែបើពួកយងថុកស្រីស្រីញីអូនបងទៅនៅតែលេខ7លេខ9ចាំមើលភាពក្តៅក្រហាយហើយខ្ញុំធ្លាប់និយាយនៅក្នុង EP ហើយមានអ្នកចូលមក comment ច្រើនមែនតែនថាដូចបងជុភ័យនិយាយមែនតែលេខ7តែបើដូចខ្ញុំនិយាយចឹងណាអានឹងគ្រាន់ជាស្ដាប់ចោលស្ដាប់ដូចយើងនិយាយស្ដាប់កំសាន្តចោលទៅ បាទ ជឿក៏ជឿមិនជឿក៏ហីទៅផ្ទះលេខ6អីក៏ដែរឲ្យតែជាលេខ6 ចប់ លេខ6គឺជាទី1គឺភាពរីករាយសបោសបាយស៊ីចាយអត់ចេះអស់លេខ6ហ្នឹង ខ្ញុំដល់ទៅជាឆ្លាញ់លេខ5វិញ យើងអាចទៅត្រូវអញ្ចឹងលេខ5ក៏ល្អដែរមានតែលេខ4មួយទៅដែលអត់ល្អលេខ4ហើយបើលេខ4នៅជាមួយលេខ7គឺអត់ដាច់ខាតហ្មងគឺ2នឹងអត់បានហើយនឹងលេខ1និងលេខ3ក៏នៅមួយគ្នាអត់បានដែរប ូកចុះគ្នា4 13ដែរមើលអីស្កេ Dark Friday Night លេខ13លេខមិនល្អ ហ្នឹងហើយ ផ្លាកលេខ13អានឹងក៏ល្អដែរហើយលេខ4នេះមួយប្រទេសចិនតដាយន្តលេខ4គេអត់មានទេណា អត់មាន បន្ទប់លេខ4ក៏អត់មានទេណា អត់មានទេ លេខ4គឺលេខស្លាប់ បាទ អត់មានអាណាយកលេខ4នេះទេហើយបើលេខ4នៅលេខ6លេខ7វាអត់តពលលេខហ្នឹងមិនជឿក៏ត្រូវតែជឿរឿងហុងស៊ុយអាហ្នឹងអត់តាក់ទៅនឹងជំនឿវាជាហុងស៊ុយ បាទ ព្រោះលេខហ្នឹងវាមានអត្តពលរបស់វា មាន energy មាន energy របស់វានឹងអញ្ចឹងហ្មង អូខេអ្នកនរគ្នាបានស្ដាប់សាច់រឿងមកជួបព្រៃគាត់បានចែកម្លែកជាច្រើនមកដែរហើយតាមពិតទៅគាត់មានសាច់រឿងជាច្រើនទេប៉ុន្តែដោយសារជួបព្រៃថ្ងៃក្រោយអត់មានរឿងនិយាយយើងត្រូវមានគ្រប់ season ណាមានគ្រប់ season របស់គេមែនណាអរគុណបងហើយ fan ទាំងអស់ ហ្នឹងហើយហើយខ្ញុំជឿជាក់ថាអេពីសូតនេះគឺបងផ្លែអារម្មណ៍ខ្លាំងមែនតើអាចនឹងមានអារម្មណ៍ថាវាជាអេពីសូតដែលចម្លែកជាងគេកម្មវិធីតុកភ្លឺស្ដាប់ឈៀលមានលក្ខណៈជាលក្ខណៈថាបាបប៉ុនមានលក្ខណៈជាមានទាំងសេតមានទាំងសេតមានតែរន្ធត់មានទាំងអត់ប្រយោជន៍ខ្លះមួយទៀតបងទាំងអស់គ្នាស្ដាប់អេពីសូតនេះហើយនឹងអាចត្រឡប់ទៅបានដើរលេងជុំវិញប្រទេសកម្ពុជាហ្មងព្រោះអីបងជួបព្រៃលើកតាំងពីដំបូងឡើយ flashback ហ្នឹងហើយកំពង់ចាមភ្នំកំពង់ស្ពឺឧដុង្គយើងហ្នឹងព្រៃវែងប៉ោយប៉ែតកំពង់ស្ពឺទៀតបូរីប្រហែលអីគាត់លើកមកអស់ហើយ នៅចាំបូរីក្នុងកំពង់ស្ពឺដែរ អញ្ចឹងអូ sorry ខ្ញុំស្មានថានៅខាងខេត្តកណ្ដាលមែនទេ អត់ទេនៅកំពង់ស្ពឺអីឧដុង្គកដាឡកដាសំទោសកំហុសយ៉ារិនកដាអូខេឥឡូវបានដឹងហើយចូលខោចឹងបានដឹងកៃលោគ្នាយើងភ័ន្តច្រឡំទៅយើងដែរ ក៏អត់មានត្រូវដែរបងហើយអរគុណបងដែលបានផ្ដល់កិត្តិយសចូលរួមកម្មវិធីបងហើយក៏ដូចជាយោបល់ល្អៗចែកម្លែកទៅកាន់ទស្សនិកជនរបស់យើងឲ្យបានចែកម្លែកបងឲ្យបានកាន់តែច្រើនទៀតបាទចាជាចុងក្រោយខ្ញុំអត់មានអីទេក៏មានតែអរគុណទៅដល់កម្មវិធីតុកភ្លឺ background ងឹតដែលមានវត្តមានខ្ញុំបងអតិកាហើយនិងយ៉ារិនជាពិធីករក៏ដូចជាធីមការងារទាំងអស់ដែលគួរឲ្យស្រឡាញ់ណាអូខេ អរគុណទៅហើយមួយទៀតខ្វះមិនបាននោះគឺពុកម៉ែបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់បើគ្មានអ្នកក៏អត់មានកញ្ញាជុភ័យដល់ថ្ងៃនេះដែរអរគុណមែនតែនហើយអ្វីដែលថាលើសតោះខុសត្រង់ណាក៏កុំប្រកែប្រកាន់កញ្ញាជុភ័យអីណាមិនលើណាហើយកម្មវិធីនេះគឺជាកម្មវិធីដែលសប្បាយស្ដាប់ឲ្យចោលទៅរំសាយអារម្មណ៍បាទពេលដែលយើងធ្វើការងារហត់អីចឹងមកស្ដាប់ពួកខ្ញុំមកតែមិនចាំបាច់ទៅតុកសិចជាមួយនឹងរឿងដែលពួកខ្ញុំនិយាយពេកទេព្រោះជាយើងយល់ន័យថាជា entertain គឺកំសាន្តតែប៉ុណ្ណោះហើយចង់ឲ្យពួកបងប្អូនខ្មែរទាំងអស់គ្នា comment អាណាដែលជា negative positive ច្រឡំហើយចង់ឲ្យពុកម៉ែបងប្អូនចង់ឲ្យពុកម៉ែបងប្អូនទាំងអស់ប្រជាពលរដ្ឋខ្មែរយើងហ្មង comment អ្វីដែលជា positive thinking កូនខ្មែរ positive thinking អូយតង់អង់គ្លេសទៀតចាអញ្ចឹងខ្ញុំចង់បានអញ្ចឹងចង់ឃើញប្រជាពលរដ្ឋខ្មែរជាស្រឡាញ់គ្នាឲ្យច្រើនណាបាច់មើលលោកផ្លូវល្អទេមើលខ្លួនឯងតែជាមនុស្សល្អទៅបានអូខេពីកម្មវិធីតុកភ្លឺ background ងឹតសម្រាប់ថាជម្រាបលាឲ្យកុំភ្លេចចូលទៅ subscribe នៅលើ channel ស្មាស៊ីតាបាយ